ជំរាបសួរហើយក៏សួស្តីពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel ខ្លាចអត់ម្ដងទៀតហើយថ្ងៃនេះដែរយើងទៅស្ដាប់សាច់រឿងរបស់បង David ទាំងអស់គ្នាដែលបន្តពីភាគមុនទាំងអស់គ្នាមុននឹងចូលដល់សាច់រឿងសូមកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូរន្ធត់ថ្មីៗពីខ្ញុំមុនគេបាទខែនេះខែល្ងាចសូមពុកម៉ែបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរយើងទៅស្ដាប់សាច់រឿងគាត់ទាំងអស់គ្នាមកហ្នឹងខ្ញុំនិយាយត្រង់ណាមកដើម្បីលេងលះអត់ប្រុងមកដើម្បីត្រូវទេមកដើម្បីបញ្ចប់គ្នាមកដើម្បីបញ្ចប់គ្នាប៉ុន្តែមកដល់គ្រាន់តែគ្រូហ្នឹងទៅលេងទេអត់មានលេងលះទេនិយាយពីរឿងអនាគតវិញរកស៊ីអីអូប៉ុន្តែគាត់មានតំណមរបស់គាត់ប្រាប់នៅមុខខ្ញុំប្រាប់ថាមីនាងតំណមរបស់អញមួយខែប្តីអញមកលេង2ខែមួយខែហ្នឹងគឺតំណមបំផុតពីអាចអត់ឲ្យជេរប្តីដាច់ខាតបើឯងហ៊ានតែជេរអញជួយប្រហែលដងទៀតក៏អត់បានដែរដាច់ទៅហើយសុំតំណមតែប៉ុណ្្នឹងទេសុំតំណមតែប៉ុណ្្នឹងកាលហ្នឹងដូចជាខ្ញុំឡើងស្មាតលើកទី1ហើយបងកាលហ្នឹងដល់ពេលគាត់សុំតំណមប៉ុណ្្នឹងប្រពន្ធហ្នឹងមនុស្សគាត់របៀបមាត់ដាច់អត់ទាន់គ្រប់មួយខែទេនៅមួយប្តីមួយអីចឹងណាក៏របៀបខាងស្រីនោះគេតាក់តងមកប៉ុន្តែខាងនេះគេអត់បានស្រឡាញ់ទេគាត់ថាតាក់តងមកគាត់ចង់ប្រាប់ថាឥឡូវគាត់ត្រូវមួយប្រពន្ធមួយកូនគាត់វិញហើយគាត់សម្រេចចិត្តនៅមួយប្រពន្ធកូនគាត់ប្រឹងនិយាយចឹងណានិយាយឆាតមួយគ្នានឹងចឹងដល់ពេលដែលនិយាយទៅឃើញប្តីនិយាយមួយគេគាត់ក៏គិតថាប្តីហ្នឹងគឺតាក់តងគេវិញគាត់ថាអាស្ដានហើយមិនបានហាមពាក្យជេរមកក៏មិនហាមអាមួយខ្ញុំអត់ដឹងដែរប៉ុន្តែគ្រូបងប្អូនគឺខ្សែចកេះបងប្អូនធ្លាប់ឮច្រើនបើស៊ីសាច់ដាច់ដែរអូបាទហើយពាក្យភាសាកុំឲ្យមើងងាយអត់ដឹងថាភាសាហ្នឹងពាក់ព័ន្ធមិនប៉ុន្តែគ្រូហ្នឹងគឺគាត់ហាមបំផុតពាក្យអសរុហើយគាត់ប្រាប់ត្រង់តែពាក្យអាហ្នឹងមកអូខេគាត់ប្រាប់ចឹងដាច់ធំប៉ុណ្ណឹងដាច់ធំប៉ុណ្ណឹងអត់ទេស្មាតទៅមិនពាក់ព័ន្ធនឹងរឿងឲ្យពើមិនព័ន្ធឬក៏ស្នេហ៍អីណាបើនិយាយតាមត្រង់បើប្រពន្ធឲ្យជេរប្តីអាស្រឡាញ់ប៉ុន្មានក៏អស់ដូចគ្នាហ្នឹងមាត់ដាច់ហើយហ្នឹងខុសតំណមគាត់មួយទៀតអ្នកនៅកូរ៉េដូចគ្នាខ្ញុំធ្លាប់និយាយប្រហើបដែរតែខ្ញុំអត់ប្រហើបពេញទេគឺជាពាក់គាត់ដូចខ្ញុំអញ្ចឹងខ្ញុំមានអាចបានប្រហែលជាករណីលើកលែងគាត់ធ្វើផ្ទះធ្វើអីហើយនៅនឹងខ្មែរនេះគាត់ធ្វើផ្ទះធ្វើអីហើយប៉ុន្តែបន្ទាប់មកនៅពេលហ្នឹងគឺគាត់បានរបៀបថាបែកបាក់គ្នាអញ្ចឹងណាគាត់ពឹងឲ្យគ្រូធ្វើស្នេហ៍ឲ្យវិញថាគាត់រកគ្រូអស់6 7គ្រូហើយឲ្យតែគ្រូឯងធ្វើស្នេហ៍ឲ្យវិញតែគាត់មិនពឹងពាក់តាមខ្ញុំទេណាគាត់ស្គាល់គ្រូនឹងឯងទេគ្រូឯងជួយឲ្យខ្ញុំបានអីបានវិញណាគ្រូឯងចង់បានអីក៏ខ្ញុំឲ្យដែរអញ្ចឹងគ្រូថាមិនបានអីក៏ឲ្យទេអញហ៊ានម៉ានធម្មតាគាត់ថាអញចាយលុយដែរហ៊ានម៉ានគាត់ថាគ្រូឲ្យត្រឹម1000ចុះក្រោយខ្ញុំហ៊ានឲ្យថាអញ្ចឹងដល់ពេលដែលគាត់ជួយបានជួយប្រពន្ធនឹងដែលថាមកត្រូវគ្នាគូស្នេហ៍នឹងត្រូវគ្នាវិញអីវិញអញ្ចឹងតែពេលត្រូវវិញគាត់អត់និយាយអញ្ចឹងទេគាត់ថាអញ្ចឹងអើយអញនឹងខំប្រឹងញ៉ែគេផងខំប្រឹងទៅដដើមមកវិញផងរបៀបថាចាយសម្ភារៈនិយមផងដើម្បីយកគូស្នេហ៍នឹងមកវិញហើយគាត់ភ្លេចគ្រូនឹងបាត់គាត់អត់គិតថាគ្រូនឹងជាអ្នកជួយទេគិតថាខ្លួនគាត់អាពេលដែលទៅដំបងគាត់ឲ្យគាត់ថាគ្រូនឹងថាឲ្យ35,000ថ្លៃដែលគាត់ខាប់ហៅអីហៅហ្នឹងណាដល់ពេលខ្មែរដែរបងបាទ35,000ខ្មែរទេដល់ពេលគាត់ឲ្យប៉ុណ្ណឹងហើយអត់ឲ្យគាត់ទេបន្ទាប់មកយកបានអីបានគិតថាខ្លួនឯងនឹងត្រូវគ្នាតតែគ្រូខាងនោះខាងស្រីនោះរបៀបថាគេមានគេគូស្នេហ៍របស់គេដែរអាក្រក់ស្រាប់តិចគេប្រពឹងគ្រូយកទៅវិញគេលេងយកទៅវិញទៅមកអញ្ចឹងណាគេយកទៅវិញបានរត់មករកគ្រូនឹងសារថ្មីគាត់អត់តន់និយាយរឿងអាតនិបចាស់ហេគាត់ថាមិនថាគ្រូឲ្យទៅជួយខ្ញុំឲ្យទៅបានមកជួយមកវិញបានក៏ដល់ថ្ងៃគាត់ឡើងទៅកូរ៉េវិញគាត់ផ្លិចទាំងពីរដង100ខ្មែរក៏គាត់អត់ឲ្យដែរបន្ទាប់ពីហ្នឹងមកគាត់ថាអញនិយាយមុខអំពូលអាស្វិតអញអត់បានដាក់តានាយទេផ្ទុះខ្សែភ្លើងឆេះផ្ទះគាត់នៅខ្មែរហ៎នៅខ្មែរគាត់ធ្វើនៅអញ្ចឹងហើយគាត់នៅកូរ៉េគាត់មិនសមលុយមកធ្វើនៅហ្នឹងហើយផ្ទុះខ្សែភ្លើងហ្នឹងឆេះផ្ទះហ្នឹងទាំងអស់បលុតអត់តាន់ទេវាអភិញ្ញាហាមួយដែរប៉ុន្តែគាត់និយាយថាអញអត់ដាក់តានាយវាទេប៉ុន្តែមកពឹងអញ2ដងហើយហាមកធំប៉ុន្តែ100ខ្មែរក៏អត់ឃើញតែឡើងទៅវិញធ្វើបង្ងើរបៀបដូចអ្នកខ្លះថាអាពេលដែលកំពុងតែជួបបញ្ហាហ្នឹងគាត់អត់ខ្វល់ទេអស់ប្រហែលអស់ទៅតែជាឲ្យគាត់ធម្មតាអ្នកខ្លះគេជាឲ្យគេឲ្យមែនតែបើគាត់ជាឲ្យគាត់គិតថាមិនមកពីគ្រូមកពីគាត់ទេមានច្រើនខ្ញុំជួបច្រើនណាបងអ្នកដែលជាឲ្យអត់ឲ្យខ្ញុំជួបផ្ទាល់ច្រើនមិនចឹងមិនជួយចិត្តកន្លះពាក្យសម្ដីពេលវេលាដែលគ្រូជួយគ្មានគ្រូណាជួយ2ថ្ងៃបានទេគេត្រូវចំណាយពេលអូសបន្លាយដល់រាប់ខែឃើញលោកគាត់អាចនឹងមានគ្រូខាងនេះមួយខាងនោះពីរខាងនោះ3ទៅអត់រកគ្រូតែមួយទេរកច្រើនអញ្ចឹងហើយដើរសន្យាច្រើនអញ្ចឹងហើយភ្លេចថាខ្លួនឯងសន្យាទៅណាខ្លះបាទហើយរាប់ខែហ្នឹងគាត់ព្យាយាមញ៉ែខ្លួនឯងផងព្យាយាមទៅយកវិញផង
ដល់ពេលអញ្ចឹងទៅគាត់ថាចាត់ទុកថាអាគុំសមអាយុទៅអញ្ចឹងណាប៉ុន្តែទៅជាប់មាត់ពេញហ្នឹងអស់ហើយយើងមិនបាច់ទៅសន្យាមួយគេធ្វើអីរកគេប៉ុណ្ណាប៉ុណ្ណឹងទៅអត់មានមនុស្សណាទៅរកគ្រូរកម្នាក់អីបងកុំរក អញ្ចឹងទៀត បាទទៅជាប់ច្រើនអញ្ចឹងណា អូខេហ្នឹងហើយបងប្អូនទាំងអស់គ្នាដោយបងអធិការគាត់អាសានិយាយអញ្ចឹងដោយសារតែកម្មវិធីតុកភ្លឺបេក្រាំងងឹតរបស់ពួកយើងហ្នឹងគឺជាកម្មវិធីកំសាន្តដែលកំដរអារម្មណ៍បងប្អូនទាំងអស់គ្នារៀងរាល់ថ្ងៃសៅរ៍ម៉ោង 9 នៅ Channel Smart Asita អញ្ចឹងគ្រប់40រឿងទាំងអស់ពួកយើងអត់สนំពោឲ្យបងប្អូនទាំងអស់គ្នាជឿ 100% ទេដោយសារតែគ្រប់40រឿងទាំងអស់គឺពួកយើងអត់មានផុសតាងអត់មានអីដែលសបញ្ជាក់ថាវាពិត 100% ពួកយើងគ្រាន់តែចែករំលែកជាមួយនឹងបទពិសោធន៍ពិតដែលជួបនៅជីវិតប្រចាំថ្ងៃជូនទៅបងប្អូនទាំងអស់គ្នាដើម្បីកំសាន្តស្ដាប់រៀងរាល់ថ្ងៃសៅរ៍ប៉ុណ្ណឹងទេ ខ្ញុំកាត់មួយទៀតគឺឯកជនភាពរបស់អ្នកឈឺដែលខ្ញុំជួបភាគច្រើនណាគាត់អត់ចង់ឲ្យអ្នកដែលជាហ្នឹងទៅមើលអារូបរាងគាត់ចេញនេះចេញនោះអញ្ចឹងកម្រគាត់ឲ្យយើងថតហើយគាត់កម្រគាត់ថតគាត់ទុកថាពេលហ្នឹងគឺជាសម្បត្តិអាក្រក់គាត់ សម្បត្តិអាក្រក់ពេលដែលគាត់ឈឺចាប់មែនតែនហ្មងកម្រណាហើយបើគាត់មិនមែនជាអ្នករលុយតាមអ៊ីនធឺណិតដោយសាររូបថតដោយសារអីហ្នឹងទៀតគឺគាត់អត់ចង់គាត់អត់ចង់បង្ហាញទៅខាងក្រៅអញ្ចឹងបានភាគច្រើនខាងហ្នឹងយកអត់សូវមាននេះពួកឯកជនភាពគេខ្លាំង ហ្នឹងហើយធម្មតាមកឈឺឯបងតែខ្ញុំតែពេលណាខ្ញុំមុខអាក្រក់អញ្ចឹងក៏ខ្ញុំអត់ចង់ឲ្យគេឃើញ ហ្នឹងតែ ខ្ញុំ make up ស្អាតបើ តែរូបប៉ុណ្ណឹងយើងលុបចោលអស់ផង ចាចា បាទអូខេសាច់រឿងទី1បានសូមបញ្ចប់ត្រឹមប៉ុណ្ណឹងហើយបងប្អូនដែលកំពុងទស្សនានៅក្នុង Premier Live នៅក្នុង Channel YouTube Smart Asita ដាក់ចំណងជើងម្នាក់មួយមើលព្រោះដោយសារសាច់រឿងនេះវាវែងហើយរឿង បតៈកលាគ្នា អូមិញឥឡូវហ្នឹងប្រហែលដូចជា1ម៉ោងជាងហើយអែមខ្លាំងហើយអញ្ចឹងមើលអ្នកកំពុងមើល live ដាក់ម្នាក់មកចំណងជើង ហ្នឹងឲ្យពួកគាត់ដាក់ចំណងជើងវិញ ចុះបង fresh ដាក់ថាអីគេ អូយមានអាមិត្តខ្ញុំហី ខ្ញុំមក គ្រោះលើគ្រួសារមិត្តខ្ញុំហ៎បង វាច្រើនពេក ហើយ រឿងគាត់រឿងផាវិតនិយាយនេះដូចសាច់រឿងឥណ្ឌូនេស៊ីមួយបងមើលទៀត បាទ រឿងដែលគេយកទៅដាក់អាគុំអីដាក់តាមរបស់ហូប ដាក់កណាត់ហ្នឹងដាក់ បាទហ្នឹងមានរឿង បាទសបោ ហើយរឿងហ្នឹងរឿងប៉ិតទៀត ក្បួនគេភិច្រើនគេដាក់អញ្ចឹង បាទនៅខាងប៉ែកឥណ្ឌូនេស៊ី បាទ ទេ បាទ អញ្ចឹងបងប្អូនមើលម្នាក់មកខមមិនមកម្ នាក់មក comment មកពួកខ្ញុំនឹងមើលពេល premium live ពួកខ្ញុំចាំមើលចំណងជើងបងអូខេអញ្ចឹង complex មួយទៀតអ្នកទាំងអស់គ្នាដោយសារ YouTube ពេលដែលអ្នកទាំងអស់គ្នា like វីដេអូរបស់តុកភ្លឺ background ញ៉ាប់ទៅវា algorithm វានឹងរុញឲ្យកម្មវិធីវាកាន់តែធំហើយមានបងប្អូនទស្សនាកាន់តែច្រើនអញ្ចឹងអ្នកដែលកំពុងមើលឥឡូវហ្នឹងចុចអាមេដៃឡើងលើណាណែកុំចាមេដៃចុះក្រោមអាមេដៃចុះក្រោមអាហ្នឹងអត់ unlike យកអាឡើងលើមកអញ្ចឹងវីដេអូហ្នឹងធំកម្មវិធីធំ maybe យើង season 6យើងអត់ដឹងដែរអញ្ចឹងស្នំបងអ្នកទាំងគ្នាអ្នក live ជើង កុំភ្លេចចុចមេដៃឲ្យពួកយើងដែលធ្វើឲ្យវីដេអូរបស់យើងចែកចាយទៅមុខទៀតបានជាច្រើនអ្នកដែលអាចឃើញបានព្រោះអីខ្ញុំឲ្យតែបើកជាមួយនឹង YouTube មកឲ្យតែថាថ្ងៃអាទិត្យឬក៏ថ្ងៃសៅរ៍អីអញ្ចឹងពេលយប់ឡើងអីចឹងយើងចាប់តាមប្រហោះហើយគឺគេរុញឡើងលើឯងព្រោះខ្ញុំធ្លាប់មើលហើយខ្ញុំធ្លាប់ឡាយតែបើសិនជាបងឡាយបន្តទៀតគឺចាប់ដើមវីដេអូហ្នឹងវារុញឡើងទៅលើអាមុខគេអាគាត់បើកមកគឺឃើញតែម្ដងអរគុណច្រើនសម្រាប់ការឡាយជាមួយនឹងកម្មវិធីតុកភ្លឺ background របស់ពួកយើងអញ្ចឹងមុនពេលចូលទៅដល់សាច់រឿងទី2របស់បងសានផាវិតខ្ញុំសូមសតឲ្យទៅកាន់ promotion top up to win របស់ Smart មួយបងប្អូនទាំងអស់គ្នាគ្រាន់តែបញ្ចូលលុយចាប់ផ្ដើមពី$1ឡើងទៅបងប្អូនទាំងអស់គ្នានឹងមានឱកាសបានចាប់រង្វាន់ជាមួយនឹងរង្វាន់ធំរបស់ Smart តតែម្ដងគឺ condo 1 unit ពីគម្រោង The Star Polari 23អភិវឌ្ឍរបស់គម្រោងពេងហួតផ្ទាល់តែម្ដងហើយនៅមានរង្វាន់ធំមួយទៀតគឺរថយន្ត BYD សម្រាប់ថ្ងៃផុតកំណត់ចាប់រង្វាន់បងប្អូនទាំងអស់គ្នាគឺថ្ងៃទី31ខែធ្នូ2025អញ្ចឹងកុំភ្លេចបញ្ចូលលុយជាមួយ Smart ទាំងអស់គ្នាដើម្បីទទួលបានឱកាសចាប់រង្វាន់អរគុណបាទអូខេបងប្អូនទាំងអស់គ្នាឥឡូវកុំឲ្យបងប្អូនតឹងរងចាំយូរហើយវិទ្យាថ្ងៃនេះក៏គាត់ជាមឿងឲ្យខ្ញុំច្រើនហ្មងហើយខ្ញុំសួរតាចំណងជើងឯងអត់បានស្ដាប់សាច់រឿងអីវែងឆ្ងាយទេអញ្ចឹងតាក់ទងជាមួយនឹងសាច់រឿងទី2នេះផាវិតអាចលើកនិយាយពីគេដែរខ្ញុំនិយាយសាច់រឿងទី2នេះខ្ញុំអត់និយាយមួយនេះទេ7,000អីនេះទេប៉ុន្តែខ្ញុំនិយាយពីរឿងចែកកាច់ខ្នែតាន់ណាជាពីចែកកាច់ខ្នែតាន់ដោយសារតែចែកបងប្អូនដឹងថាខ្ញុំនៅមួយគ្រូច្រើនអញ្ចឹងគ្រូគាត់ចេះតែទទួលបានរបស់គេឲ្យមកអីមកច្រើនអញ្ចឹងណាអញ្ចឹងមួយរយៈចុងក្រោយនេះអាចនិយាយបានថា3ឆ្នាំចុងក្រោយនេះគឺមានបងដែលនៅក្រៅស្រុកភាគច្រើនគាត់ចង់បានអញ្ចឹងណាហើយខ្ញុំនិយាយកាត់មួយចុះខ្ញុំនិយាយនេះបងប្អូនគ្រូណាបងប្អូនអ្នកចេះមើលណាខឹងខ្ញុំខឹងទៅរបស់អញ្ចឹងបើសិនជាយើងទៅទិញគេពេញតម្លៃគឺខ្ញុំអត់សរសើរទេឧទាហរណ៍ថានេះរបស់នេះអញរើសបានអញលក់ឲ្យ100ឬក៏200អីចឹងណាខ្ញុំអត់ទេខ្ញុំគិតថារបស់អញ្ចឹងវាទៅជាអត់ស័ក្តិសិទ្ធវិញណាភាគច្រើនគឺរបស់ហ្នឹងគេឲ្យយើងទៅទេហើយយើងគុណស្រ័យទៅកាន់គេវិញតាមហ្នឹងអញ្ចឹង
បើចំពោះខ្ញុំពួកខ្ញុំជួបច្រើនមកគឺអត់ដែលមានពីណាម្នាក់លូឲ្យខ្ញុំឬក៏អត់ដែលមានពីណាម្នាក់ប្រាប់ថាទិញតពីគេក្នុងតម្លៃពេញរាប់ពាន់រាប់ម៉ឺនទេអញ្ចឹងណាអត់ខ្ញុំអត់ដែលឃើញទេអញ្ចឹងខ្ញុំជាអ្នកដែលខ្ញុំស្គាល់គេច្រើនអញ្ចឹងបងគាត់តែងតែនិយាយថាភាគច្រើនបងនៅអាមេរិកគាត់ថាប្រវិតអារឲ្យបានអត់អីអត់អញ្ចឹងគាត់ដឹងខ្ញុំពីដំបូងគាត់និយាយតម្លៃខ្ញុំអត់តបទេតែទៅពេលហើយអាហ្នឹងបានគាត់នេះអញ្ចឹងខ្ញុំជួបផ្ទាល់បងប្អូនខ្ញុំអត់ដឹងថាវាយ៉ាងម៉េចប៉ុន្តែមិនដែលថាកាប់អត់មុតដុតអត់ឆេះអីទេប៉ុន្តែខ្ញុំបានយកខ្នាយមួយបងប្អូនខ្ញុំយកខ្នាយមួយខ្ញុំយកទៅឲ្យបងនៅអាមេរិកនោះខ្ញុំយកទៅឲ្យគាត់អញ្ចឹងណាខ្នាយហ្នឹងរបៀបមិនចែកអ៊ំហ្នឹងគាត់ស្គាល់ខ្ញុំហើយគាត់ហ្នឹងគាត់ធ្លាប់ដើរទៅគាត់រើសបានហើយខ្ញុំប្រាប់បងប្អូនណាប្រយ័ត្នប៉ះឆ្អឹងគោព្រោះមានអ្នកយកឆ្អឹងគោមកឲ្យខ្ញុំមើលខឹងខ្ញុំច្រើននេះគាត់យកឆ្អឹងគោដែលគេច្នៃធ្វើខ្នាយហ្នឹងគាត់យកមកឲ្យមើលខ្ញុំថាខ្ញុំចេះតែនិយាយត្រង់ឆ្អឹងគោទេបងហើយខ្នាយកាច់ចែកកាច់ខ្នាយតាន់ហ្នឹងរបៀបពីរហ្នឹងខុសគ្នាមិនវិញទេបាទថ្មិញរបស់ជ្រូកហើយថ្មសលៀងអីចឹងមួយជាចកោមជ្រូកមួយនៅលើចិត្តច្មោះនឹងប៉ុន្តែភាគច្រើនគេហៅស្មើយកហើយចែកកាច់ខ្នាយតាន់អញ្ចឹងណាមួយណាចែកកាច់មួយណាខ្នាយតាន់ចំពោះអ្នកដែលគាត់ហៅណានៅតែបែងចែកអត់ដាច់សួរមនុស្សនេះថាចេះមនុស្សនោះថាចោះអ្នកខ្លះថាចែហ្នឹងខ្នាយដោយសារតែខ្នាយទុកចាក់គេដល់ពេលអ្នកខ្លះទៀតថាចកោមគាត់ថាអញ្ចឹងហើយខ្ញុំសុំអត់នេះទេព្រោះខ្ញុំសួរដល់នរណាក៏គាត់នៅតែប៉ុណ្្នឹងគាត់នៅតែមូលប៉ុណ្្នឹងអញ្ចឹងទុកឲ្យអ្នកដែលគាត់ចេះគាត់វែកញ៉ៃទៅបាទប៉ុន្តែខ្ញុំនិយាយពីរបៀបអាហ្នឹងគឺភាគច្រើនបងប្អូនឃើញគេបញ្យួរតាមផ្សារអត់តែចកោមដាក់លក់ហើយរបស់សាកសិទ្ធមកបញ្យួរតាមផ្សារដាក់លក់អញ្ចឹងអ្នកខ្លះទៅគាត់ក៏យកប៉ះឆ្អឹងគោគេធ្វើមកអត់ដូចគ្នាទេបងបើសិនជាគេយកមកធ្វើជាធម្មតាបោះសត្វព្រៃគឺវាមានទឹកអាឡូកអង្កាញ់នៅលើហ្នឹងបាទហើយវាមានតាន់ត្រឹមណាវាមានក្អែលខ្មៅដែលយើងអាចច្នៃបានឆ្អឹងគោធ្វើអត់បានទេតែអ្នកខ្លះទៀតគាត់យកឆ្អឹងគោហ្នឹងយកមកធ្វើហើយគាត់ឈរបោកអ្នកដែលអាចទុកចិត្តបានអីបានហើយរបស់ហ្នឹងគឺតាមានវាគឺមានវិញ្ញាណនៅហើយតាមានវិញ្ញាណនឹងសត្វហ្នឹងវានៅហើយកំរអត់ណាអញ្ចឹងកាលពីនេះថ្មីនេះដែរបងប្អូនឃើញខ្ញុំគ្រោះថ្នាក់ចរាចរណ៍ខ្ញុំត្រូវបានម៉ូតូមួយគ្រឿងបុកនៅមុខវត្តព្រៃស្ពឺផ្លូវជាតិលេខ3ម៉ូតូរបស់គេលបឿនខ្ទង់ប្រហែលជា70បងប៉ុន្តែមិនមែនខ្ញុំចេះអីណាខ្ញុំយករបស់នឹងទៅឲ្យគេម៉ូតូខ្ញុំស្នាមតែបន្តិចឯងហើយខ្ញុំអត់មានត្រូវអីទេហើយគាត់ដប់ប្រពន្ធដប់កូនអាយុ1ឆ្នាំជាងអត់ពាក់មួកសុវត្ថិភាពទៀតគាត់ក៏អត់អីដែរនៅពេលហ្នឹងគឺបងនៅអាមេរិកគាត់ថាចែវីតឯងជួយរករបស់ឲ្យបងបន្តិចមកខ្ញុំថាខ្ញុំអត់មានលក់ទេថាមានស្គាល់ពីណារើសបានអីបានអត់អញ្ចឹងណាមានពីណារើសបានអត់អីអត់ខ្ញុំក៏ទៅនិយាយមួយគ្រូម្នាក់ហ្នឹងចែគាត់ធ្លាប់ជាពាក់កូនខ្ញុំរបៀបថាគាត់លក់ដីលក់អីអត់ដាច់អញ្ចឹងទៅគាត់ពឹងយើងឲ្យលក់ឲ្យអីអញ្ចឹងណាអញ្ចឹងទៅខ្ញុំក៏ទៅយកពីគាត់គាត់ថាឯងចង់បានមែនគេអត់នៅមួយអញទេគាត់ថាខ្នាយនេះអត់នៅមួយគាត់ទេអានេះសំដីគាត់ណាម៉ោង5ទៀបភ្លឺមកក្មេងដែលនៅក្នុងខ្នាយហ្នឹងវាមកយំនៅកម្មចដាវាសុំចេញគាត់ថាពុកខ្ញុំអត់ចង់នៅទេឲ្យខ្ញុំទៅរបស់ហ្នឹងគាត់ថាគាត់មិនដឹងថាឲ្យទៅពីណារបៀបចឹងណាក៏ចៃម្ចាស់ឃើញបាទចំពេលដែលខ្ញុំនឹងពងតរឲ្យបងនៅអាមេរិកហ្នឹងទៅពេលចឹងទៅក៏ខ្ញុំសួរគាត់របស់ហ្នឹងធ្លាប់មានអ្នកអំពេញឲ្យគាត់ចូលរាប់ពាន់ដែលគេចេះមើលណាប៉ុន្តែគាត់ថាក្មេងនឹងប្រាប់គាត់ធម្មតាគាត់របស់គាត់គឺគេទៅផ្ទះសិនចាំគាត់តាក់តងតាមក្រោយអញ្ចឹងគាត់ថាក្មេងដែលនៅហ្នឹងមកយំថាពុកអើយគេយកខ្ញុំទៅគេអត់យកទៅល្អទេគេយកខ្ញុំទៅធ្វើបាបទេពុកកុំឲ្យខ្ញុំទៅម្នាក់ហ្នឹងអីអញ្ចឹងគាត់អត់លក់ទេគាត់លក់ឲ្យទេដល់ពេលដែលគាត់ជួបបញ្ហាសេដ្ឋកិច្ចអង្កលកូវីដអង្កលអីទេយើងជួយគាត់ចេះចោះដល់ពេលដែលយើងចង់បានអញ្ចឹងគាត់គឺឲ្យខ្ញុំមកគាត់អត់ដាក់តម្លៃទេហើយខ្ញុំរឿងរបស់អញ្ចឹងដូចខ្ញុំប្រាប់បងឯងតែហ៊ានទៅគក់ JC ពីលើគេបើមិនដួលម៉ូតូឬក៏មានគ្រោះថ្នាក់ទេក៏ឈឺដែរគឺខ្ញុំអត់អាចស៊ីរបស់អញ្ចឹងបានទេអញ្ចឹងខ្ញុំឲ្យគាត់តាក់ទងខ្លួនឯងថាតម្លៃប៉ុន្មានឲ្យគាត់ចាយតាមហ្នឹងទៅគាត់ថាអត់ទេបងបើឯងឲ្យគាត់ប៉ុន្មានថាអត់ដឹងគាត់ថាឥឡូវខ្ញុំឲ្យគាត់ថាអញ្ចឹងណាខ្ញុំថាតម្លៃប៉ុណ្ណាតម្លៃទៅហើយដូចខ្ញុំនិយាយថាខ្ញុំអត់មានគក់ជេ100ខ្មែរនិយាយគ្នាទៅព្រោះដោយសារអីគាត់នៅនោះក៏រកបានដែរហើយទី2គាត់សុំខ្ញុំឲ្យខ្ញុំថតឲ្យមើលអញ្ចឹងណាថតឲ្យមើលគាត់ផ្ញើឲ្យម៉ាផ្ញើអីឲ្យមើលអញ្ចឹងណាឲ្យគាត់មើលគាត់ថាស្រឡាញ់ហ្មងហើយមិនត្រឹមតែស្រឡាញ់ទេគាត់យកសបិនឃើញក្មេង2នាក់មកសុំគាត់នៅយប់ហ្នឹងណាយកសបិនឃើញក្មេង2នាក់ហ្នឹងរបៀបដូចពាក់មកគាត់ពាក់អីពណ៌មាសអញ្ចឹងណាមកសុំគាត់នៅអញ្ចឹងគាត់ចង់បានហ្មងខ្ញុំនឹងគាត់ថាឥឡូវអ៊ំគេចង់បានតម្លៃហ្នឹងអ៊ំអញឲ្យអត់ថាប៉ុណ្ណាប៉ុណ្ទៅបើឲ្យមិនឲ្យនឹងអញទេគ្រូហ្នឹងគាត់អត់ឲ្យនៅប្រពន្ធនឹងកូនគាត់ទៅឲ្យប្រាក់ហ្នឹងណាខ្ញុំក៏យកទៅឲ្យខ្ញុំត្រូវធម្មតាយើង
មុនគាត់នេះយើងត្រូវទុកផ្ទះហ្នឹង3 4ថ្ងៃទុកនៅមួយខ្លួនខ្ញុំហ្នឹងអញ្ចឹងគ្រូគាត់ចងឲ្យគាត់ចងក្មេងហ្នឹងគាត់ចងត្រឹមអាតាន់ហ្នឹងណាព្រោះខ្នែហ្នឹងធម្មតាអាខាងនេះអត់តាន់ទេវាប្រហោងនៅអញ្ចឹងហ្នឹងតាន់គាត់ចងឲ្យគាត់ឲ្យខ្ញុំទុកដាច់ខាតហែងកុំដាក់នៅក្រោមជើងរបស់ហែងនៅក្រោមម៉ូតូអង្គុយអីចឹងណាទុកឲ្យគេទៅដល់ពេលដែលទុកគេទៅធម្មតាខ្ញុំទៅផ្ទះខ្ញុំទៅខេតខ្ញុំគឺ only បោះតង់ហ្មងខ្ញុំអត់គេងផ្ទះទេខ្ញុំគេងតង់ដល់ពេលដែលខ្ញុំគេងតង់អញ្ចឹងយប់ហ្នឹងខ្ញុំទៅហ្នឹងមិត្តភក្តិគេឃើញខ្ញុំទៅគេជួយចិត្តទៅកដោគេទៅលេងកំដរខ្ញុំអញ្ចឹងទៅដល់ពេលខ្ញុំយកអាហ្នឹងទៅជាមួយគេហូបចោះហូបឡើងជុំគ្នាអញ្ចឹងខ្ញុំក៏ទៅសម្រាកមុនគេទៅផ្ទះអស់ដល់ពេលដែលគេទៅផ្ទះអស់ក៏សល់ម្នាក់ហ្នឹងគាត់សុំសម្រាកមកខ្ញុំដែរគេនៅក្នុងហ្នឹងគាត់ប្រាប់យើងអញ្ចឹងណាថាហែងមកយកអីតាមខ្លួនខ្ញុំធ្វើថាម៉េចថាយប់មិញនឹងដេកអត់លក់ទេក្មេងហ្នឹងវាទះតង់វានៅក្រៅតង់តែក្មេងតែអត់ខ្លាចទេវាទះតង់អាពូអញ្ចឹងឲ្យមនុស្សជឿជាងខ្ញុំទៀតអញ្ចឹងថាអញដេកអត់លក់ទេហែងយកអីមកថាក្មេងម៉ាអ្នកថាក្មេងហ្នឹង2នាក់ពូប្រាប់បងប្អូនរបៀបអ្នកដែលចេះគេចង់បានណាអញ្ចឹងធម្មតាសัตว์មួយវាមានរបស់ហ្នឹង2ចែមកគូតែធម្មតាអ្នកដែលចេះមើលគេអត់យកមកគូទេគេយកមកគូដូចគ្នាតែគេយកសัตว์2ក្បាលផ្សេងគ្នាបើមិនជាយើងរើសបាន2ផ្សេងគ្នាឬក៏យើងដើរទៅឃើញមិនអីមិនណាហេតុអីគេជឿថាបើយក2មកអាវុធនឹងវាបាន2បើយកតែមួយអាវុធតែមួយទេយក2មកឧទាហរណ៍ថាបានប្រុសស្រីឬក៏បានយើងយក2មកសัตว์នឹងវាខុសគ្នាអញ្ចឹងអនុភាពវាលើសមុនទ្វេដងអញ្ចឹងគេចង់បានអញ្ចឹងហើយប៉ះអាបងនឹងយកក៏បានអញ្ចឹងទៀតយកបានអញ្ចឹងទៀតមួយខ្លីមួយវែងអញ្ចឹងខ្ញុំណែក៏អញយកតាមខ្លួនអញខ្លាចទុកទៅវាមិនអីមិនថារបស់ហ្នឹងគាត់មើលថាអញ្ចឹងបានអញ្ចឹងចូលដល់យប់ទី2ខ្ញុំគេងនៅហ្នឹងទៀតប៉ុន្តែធម្មតាខ្ញុំយកវីដេអូមករក Wi-Fi upload សិនយកវីដេអូមក upload សិនក៏ស្រាប់តែមិត្តភក្តិហ្នឹងគេទៅមុនណាគាត់មើលទៅរបៀបក្នុងតង់ភ្លើងម៉ូតូវាមិនចាំងមកមនុស្សតូចក៏ឃើញដូចធំដែរគាត់ថាខ្ញុំហ្នឹងយកសង្សារទៅបន្លែងក្នុងហ្នឹងគាត់ឈប់ម៉ូតូនៅលើហ្នឹងបន្លែងអញ្ចឹងគេធ្វើបន្លែងធ្វើស្រែអញ្ចឹងវាមានសញ្ញាវាថាទៅទេមានផ្លូវបោកផ្លូវដកអញ្ចឹងណាខ្ញុំតែគេចំតាណាតែគេអត់ជិះម៉ូតូកាត់ហើយគាត់មើលពីចង្ងាយទៅគាត់អត់ហ៊ានចូលគាត់ឃើញមនុស្ស2នាក់នៅក្នុងតង់ហ្នឹងហើយខ្ញុំម្នេះក៏ផ្លិចយកមកថ្នល់ទៀតខ្ញុំមកអាប់ឡូតវីដេអូខ្ញុំថាទុកនៅ Wi-Fi គេសិនខ្ញុំទៅវិញវានៅឈរចាំខ្ញុំនៅហ្នឹងនៅអង្គុយលើម៉ូតូចេះណាក្មេងហ្នឹងនៅក្នុងហ្នឹងហើយគាត់ថាមនុស្សថាខ្ញុំហ្នឹងពុកបន្លែងមួយសង្សារនិយាយទៅមិត្តភក្តិខ្ញុំជួយចិត្តមើលខ្ញុំក្នុងផ្លូវអាក្រក់និយាយមែនគាត់ជួយចិត្តខ្ញុំចោតខ្ញុំទៅពេលអញ្ចឹងទៅគាត់អត់ទៅខ្ញុំបើកមកតាមក្រោយថាហើយចុះហែងមកពីណាថាអញតែអាប់ឡូតវីដេអូហើយថៃអាណានៅក្នុងតង់ខ្ញុំនឹកគិតថាចំរបស់គេរាប់រយគេលួចបាត់ដឹងឲ្យរបស់ល្អទៀតងាយមិនបានណាទៅមួយវាទៅរូទៅខ្ញុំនឹកឃើញថាអាអូនហ្នឹងវាស៊ូខ្ញុំថាគេទេគាត់អញញឹមអញ្ចឹងដល់ពេលយប់ម៉ោងខ្ទង់ប្រហែលជា10យប់ខ្ញុំត្រូវការទៅយកវីដេអូវិញព្រោះធម្មតាម៉ោង2ម៉ោង3ខ្ញុំងើបថតខ្ញុំទៅយកទូរស័ព្ទពីថ្នល់វិញបើកហ្នឹងខ្ទង់ប្រហែលជា1គីឡូកន្លះខ្ញុំបើកទៅគាត់ហ្នឹងគាត់អត់ព្រមទៅទេក៏គាត់ហ្នឹងគាត់ចង់សម្រាប់តិចគាត់ដើរទៅនិយាយមួយសង្សារគាត់ដល់ពេលទៅដើរនិយាយមួយសង្សារគាត់ទេអ្នកលឺសង្សារគាត់នឹងសួរគាត់ថាបងបើឯងទៅបោះតង់យកក្មេងទៅតាមធ្វើអីលឺនៅក្នុងម៉ៃទូរស័ព្ទពុកនិយាយគ្នាហ្នឹងណាដល់ពេលយើងទៅខ្ញុំថាអញបានរបស់ល្អហើយឲ្យតែមានគេនៅហ្នឹងរបស់ល្អបានដូចបំណងបងហ្នឹងហើយអញ្ចឹងប្រាប់គាត់អត់ខ្លាចដែរទុកដល់ពេលហើយថ្ងៃហ្នឹងខ្ញុំត្រូវឡើងយកមកឲ្យគាត់តែខ្ញុំអត់ទុកចិត្តពីណាទាំងអស់រឿងខ្ញុំណាខ្ញុំទុករបស់ហ្នឹងคลิกហ្នឹងមានប្រឡោះដាក់នៅមុខចឹងខ្ញុំដាក់ខ្នែហ្នឹងពីមុខហើយខ្ញុំទៅកពតខ្ញុំមកដើរលេងពីហ្នឹងខ្ញុំត្រូវឆ្លងមុខវត្តព្រៃស្ពឺផ្លូវជាតិលេខ3ហ្នឹងមកនេះវិញមកជូបា2វិញម៉ូតូគេបើកខ្ទង់ប្រហែលជា7ជាងបងបុកខ្ញុំណាខ្ញុំមិនដឹងថាអួតថាម៉េចបើសម្រាប់ខ្ញុំនៅគិតថាខ្នែងហ្នឹងអត់ដែរអ្នកជួយម៉ូតូអាคลิกគេបុកខ្ញុំម៉ូតូគេកាត់តបូលមុខវាខ្ទេចអស់មនុស្ស3នាក់នៅលើម៉ូតូហ្នឹងអត់មានគ្រោះថ្នាក់អីមិនតិចទេហើយខ្ញុំក៏អត់ដែរគាត់បុកខ្ញុំមកទៅហឹងគាត់គេចផាសស្អាមអស់មិនដឹងថាម៉េចចឹងណាខ្ញុំសុំទោសគាត់និយាយមួយគាត់ក៏ថាអញ្ចឹងអត់ដឹងម៉េចគាត់ហ្វ្រាំងដែរតែហ្វ្រាំងអត់ជាប់តែខ្ញុំក៏ជូនលុយគាត់ថាបងឯងខុសហើយបងឯងយកទៅអ្នកនៅហ្នឹងគេនិយាយថាម៉ូតូខ្ញុំនៅស្នាមរាល់ថ្ងៃគេថាលើបឿនម៉ូតូប៉ុណ្ណឹងអូនម៉ូតូអញអត់អីក៏ពីចតែមិនតិចអត់អីខ្ញុំគិតថាអញយកអាហ្នឹងឯងជួយដួលអត់បងពេលហ្នឹងបាទដួលបងគេបុកមកទៅហឹងដួលហើយដៃជើងមកអត់មានលត់អត់មានត្រូវអីមិនតិចទេតែខ្ញុំអត់ចេះអីទេខ្ញុំគិតថាអាហ្នឹងហើយតែបើបងប្អូនអ្នកមើលសួរថាចោះបើរបស់ល្អប៉ុណ្ណឹងមិនក៏មិនទុកមួយយើងមិនមិនទៅលក់ឲ្យគេទៅអត់កើតទេខ្ញុំតែនេះជាប់ពីឲ្យខ្ញុំអត់កើតទេបងប្អូនខ្ញុំក្រឲ្យឈឺតែមួយអារឿងអញ្ចឹងហើយអញ្ចឹងក៏ទុកឲ្យគាត់
ដល់ពេលដែលទុកឲ្យគាត់ទៅគាត់ឲ្យខ្ញុំយកមកឲ្យនៅបរិយាបឹងស្នោអញ្ចឹងហ្នឹងគាត់អ្នកធូអញ្ចឹងរៀងធំយើងមកឲ្យរៀងអញើតគេមកទទួលយើងចេះម៉ែហ្នឹងគាត់និយាយថាចេះអូនឯងយកក្មេងហ្នឹងមកឲ្យអញអត់គាត់សួរអញ្ចឹងណាអញយល់ស្បឃើញមានអ្នកយកក្មេងមកឲ្យអញយកឲ្យអត់ខ្ញុំថាខ្ញុំយកមកតើនៅហ្នឹងដល់ពេលគាត់មកដល់បងគាត់លក់ដីដាច់ខ្ទង់លានបងខ្ទង់លានដុល្លារគាត់តែរបស់ហ្នឹងមកនៅនឹងគាត់ណាតែយើងថាមិនជំនឿពេកទេតែរបស់ហ្នឹងមកដល់គាត់ថាដីគាត់ដាក់លក់រាប់ខែហើយដីហ្នឹង3អ្នកបងប្អូនជាប់គ្នាដល់ពេលគេមកវិនិយោគមកអីទៅគាត់លក់ដាច់ក៏នៅរាប់អានយើងបន្ទាប់ពីហ្នឹងមកក៏អ៊ំម្នាក់គាត់ឲ្យខ្ញុំទៅលេងខាងប្រម៉ោយបងប្អូនដឹងថាប្រម៉ោយវាលវែងខាងពោធិ៍សាត់នេះតំបន់គ្រូតំបន់អ្នកចេះហើយមានអ្នកស្គាល់គាត់ហៅទៅនៅហ្នឹងខ្ញុំក៏ទៅលេងគាត់ហ្នឹងគាត់ធ្លាប់មើលខ្ញុំយូរដែររបៀបថាពេលឈឺពេលអីម៉ែគាត់តែងតែយកទៅមើលអញ្ចឹងខ្ញុំតែទៅដើរនៅតាមផ្ទះគ្រូអញ្ចឹងណាទៅក៏គាត់នឹងថាអញ្ចឹងមានអ្នកយករបស់មកឲ្យអញចង់បានអត់គាត់សួរខ្ញុំនឹងភ្លាមនឹងទៀតអាពេលដែលខ្ញុំទៅពីហ្នឹងទៅមានរបស់យកឲ្យចង់បានអត់ខ្ញុំនឹងក៏ទៅដល់សួរគាត់ថាអីគេគ្រូហ្នឹងខ្ញុំនិយាយត្រង់គឺចេតនាគាត់អាក្រក់មួយខ្ញុំហ្មងមិនចឹងគាត់ឲ្យមកគឺខ្នាយមានតែមួយចាហៀងទេហើយព្រាយស្រីនៅហ្នឹងទៀតខ្ញុំច្បាស់ថាព្រាយស្រីហ្មងគាត់ឲ្យខ្ញុំណាគាត់ឲ្យខ្ញុំអញ្ចឹងធម្មតាខ្ញុំអត់នេះទេកន្លែងអាសនៈគេខ្ញុំអត់ប៉ះទេទៅខ្ញុំត្រូវគេងហើយផ្ទះរបស់គាត់ហ្នឹងគាត់មានលក្ខណៈថាផ្ទះហ្នឹងផ្ទះបាយមួយផ្ទះឈើនៅជាប់គ្នាទេគាត់ហូបនៅហ្នឹងគាត់អត់ដូចគេគាត់មានប៉ុណ្ណាក៏គាត់អត់នេះដែរគាត់អាផ្ទះបាយគាត់ហ្នឹងមកតំណាក់ក្រមអញ្ចឹងណាធ្វើជាប់គ្នាមួយផ្ទះគេងអញ្ចឹងគាត់ឲ្យខ្ញុំទៅគេងគាត់ថាគាត់ឲ្យរបស់ប៉ុន្តែយប់ហ្នឹងគាត់ទៅបុណ្យគេហើយគាត់ពោះម៉ាយទេគាត់ពោះម៉ាយពីដំបងធ្លាប់គិតល្អលើគាត់ទៅពេលបន្ទាប់មកក៏លឺរឿងដែលគាត់ធ្វើអំពើធ្វើអីគេច្រើនអញ្ចឹងណាប៉ុន្តែនៅទៅថាជាប់ពាក្យជាប់សម្ដីហើយពេលយើងសើបទេបានដឹងអញ្ចឹងខ្ញុំក៏សម្រាប់ដល់ពេលខ្ញុំសម្រាប់នៅហ្នឹងទៅអីទៅគាត់អានេះគាត់ទៅបុណ្យគេទុកខ្ញុំនៅហ្នឹងខ្ញុំមិនឯងចេះទៀតយើងអត់ដឹងថាគាត់មានប្រពន្ធថ្មីឬក៏អត់អាក្រក់ស្ដាប់ចាស់ពួកគាត់ដើរដាក់ស្នេហ៍គេប្រពន្ធជួនមានជួនអត់អញ្ចឹងណាជួនឃើញជួនអត់នៅយប់ហ្នឹងអញ្ចឹងអ៊ំស្រីម្នាក់ខ្ញុំគេងទៅអ៊ំស្រីម្នាក់គាត់ឡើងពីអាផ្ទះបាយហ្នឹងមានចដើមួយគាត់ឡើងមកដល់របៀបគាត់យកចាននឹងទៅត្រាំទៅលាងអញ្ចឹងណាគាត់អត់មានអីនិយាយទៅគឺបុរាណចំតួលាងនឹងក្នុងចានដែកហ្នឹងគាត់លាងនៅនេះខ្ញុំអង្គុយមើលថាប្រពន្ធគាត់នឹងទៅមកពីណាទេពេលយើងទៅដល់អាសៀលដែរហើយដឹងមកពីណាទេខ្ញុំដេកទៅក៏លឺអ៊ំស្រីហ្នឹងដើរតឹបអញ្ចឹងណាតែដេកក្នុងមុងទេដើរតឹបលេងអ៊ំស្រីហ្នឹងមកសកត់យកមកគាត់មិនមែនមនុស្សទេក្នុងមុងនឹងមកដល់សកត់ព្រឹបខ្សឹបនៅតិចខ្ញុំថាបើសិនជាកាន់កាមេរ៉ាថតបានខ្ញុំចង់ថតទៀតគាត់សកត់អីគាត់ខ្សឹបនៅតិចថាហែងមកយកអីអាណាឲ្យហែងមកយកអញទៅអូបំណងចង់ដោះលែងអ៊ំនឹងទៅតាមបងឯងហ្នឹងហ៎គាត់ឲ្យខ្ញុំនឹងយកអ៊ំនឹងចេញមកយើងអត់ដឹងថាក្នុងគេហ្នឹងគេពាក់ព័ន្ធអីមួយអ៊ំហ្នឹងគាត់ទៅយកព្រាយហ្នឹងមកពីណាប៉ុន្តែដឹងថាវាទៅនៅនឹងចែកកាច់ហ្នឹងគាត់ថាអាណាឲ្យហែងមកយកអញទៅសកត់ខ្ញុំឲ្យខ្សឹបណាខ្សឹបខ្ញុំថាអើយអញមិនដឹងបានផោះតាំងណាទៅប្រាប់ហ្វេនទេសកត់នឹងខ្ញុំនៅគិតអញ្ចឹងថាចំហើយលឺខ្សោសកត់តទៅជាប់ឲ្យបងខ្ញុំនិយាយមែនខ្ញុំបើកភ្នែកអាលីគាត់ងើបទៅយើងងើបអត់ទាន់បានទេពេលដែលគាត់ងើបទៅវិញណាគាត់ងើបទៅដល់គាត់ទៅកន្លែងអាសនៈហ្នឹងហ្មងគាត់ងើបទៅដល់គាត់អង្គុយគាត់សរសៀខ្លួនគាត់អញ្ចឹងហើយគាត់កាន់ខ្នាយនឹងយើងមើលបើកភ្នែកបានតិចឯងហើយផ្ទះរបស់គាត់ខ្ញុំថាបុរាណគាត់នៅប្រើអាចកៀងយើងពីដើមអាឡ័យកជាងដាក់ប្រេងកាតឲ្យដាក់កញ្ចក់ពីក្រៅនឹងភ្លឺបាទភ្លឺយ៉ាងគាត់នៅប្រើអាហ្នឹងនៅឡើយហើយអ៊ំស្រីហ្នឹងគាត់ទៅដល់ខ្ញុំឃើញគាត់ទៅដូចគាត់កាន់ខ្នាយដែលគេប្រងឲ្យខ្ញុំហ្នឹងណាខ្ញុំគិតនៅចិត្តថាអើយអញបើសិនជាអញយកទៅឲ្យពីណាពីនឹងដួលម៉ូតូអីហ្នឹងអញយកទៅដល់ឲ្យពីណាហ្នឹងពីនឹងជួបគ្រោះថ្នាក់អីហ្នឹងអញ្ចឹងខ្ញុំអត់នេះទេខ្ញុំនឹងគិតថាស្អែកនឹងបដិសេធគាត់ហើយអត់យកទេណាអត់យកទេសកត់ខ្ញុំតតែមកស្ទុះអ៊ំនឹងទៅបាត់ខ្ញុំងើបបានអ៊ំប្រុសនឹងអត់មកផ្ទះទៀតគាត់ដូចតែគាត់ចង់ធ្វើបាបខ្ញុំអញ្ចឹងយប់ហ្នឹងគឺខ្ញុំដេកនៅផ្ទះគាត់មួយយប់ដេកនៅផ្ទះគាត់ដេកលក់អញ្ចឹងងើបពីនេះហើយខ្ញុំទៅងូតទឹកហើយខ្ញុំចំពោះខ្មោចសកត់ខ្ញុំធម្មតាទេហើយសួរពាក់ខ្សែចកេះអត់ខ្សែចកេះមិនបាច់មើលទេប៉ុន្តែនៅតែសកត់បានដែរដល់ពេលដែលខ្ញុំមកសម្រាកម្ដងទៀតបងស្មាទោសចេះទូរស័ព្ទដាក់នៅចុងជើងនៅអាសនៈរបស់គាត់មានពីងអញ្ចឹងមានគោបាស្នាទេសមានអីដាក់នៅមុខអញ្ចឹងណាញ័រទាំងអស់បងអង្គើបាទម៉ោងខ្ទង់1អង្គើទ្រឺខ្ញុំអានេះទៅយកទូរស័ព្ទទៅស្ងាត់ឈាមខ្ញុំកាន់អញ្ចឹងខ្ញុំដាក់ថតចឹងខ្ញុំដេកដាក់ថតចឹងស្ងាត់ទាំងអស់ហើយអត់ដឹងថាគាត់មកផ្ទះស្វាណាគាត់យកចែកកាច់ហ្នឹងទៅដាក់នៅម៉ូតូខ្ញុំស្វាណាខ្ញុំអត់ដឹងទេ
ដូចដាក់ឲ្យយើង បាទបលឹមឡើងខ្ញុំថាខ្ញុំអត់ចង់បានទេខ្ញុំដឹងអ៊ំឯងចង់ឲ្យខ្ញុំអីហើយខ្ញុំទៅដល់គឺមកលុកប្រម៉ោយមកលុកអីខ្ញុំស្គាល់ច្រើនមិនលេងទៅគាត់ទេអញ្ចឹងខ្ញុំថាខ្ញុំអត់ចង់បានទេឥឡូវរបស់ហ្នឹងទុកវិញទៅថាមិនអញ្ចឹងគាត់ទៅកាន់អាផ្សេងឲ្យយើងមើលហើយយើងស្មានថាអាហ្នឹងហើយគាត់ថានេះឯងព្រុងឲ្យអាមួយហ្នឹងទៅកាន់ឯងណាឯងធ្វើមិនធ្វើទៅអញ្ចឹងខ្ញុំថាអូយខ្ញុំអត់ចង់បានទេខ្ញុំអត់ចង់បានទេប្រាប់គាត់ប៉ុណ្ណឹងតាមពិតគាត់លួចយកមកដាក់នៅកន្លែងម៉ូតូរបស់យើងគាត់លោយើងគាត់ដាក់ហើយខ្ញុំនឹងជិះមកទាំងថ្ងៃជិះមកវិញណាតែទាំងថ្ងៃអត់មានគ្រោះថ្នាក់អីទេអត់បញ្ហាអីទេជិះមកទាំងថ្ងៃរហូតខ្ញុំមកដល់ផ្ទះមិត្តភ័ក្ដិខ្ញុំនៅពោធិ៍សាត់អញ្ចឹងនៅពេលហ្នឹងក៏ចែកដនអីមិត្តភ័ក្ដិខ្ញុំគាត់មានមិត្តភ័ក្ដិផ្សេងទៀតដែលគាត់មកពីហ្នឹងគាត់មកហូបចុកជុំគ្នាហើយមិត្តភ័ក្ដិគាត់ចូលចិត្តស្ដាប់យើងចូលចិត្តជឿអារឿងអញ្ចឹងណាហើយគាត់តែឃើញអាខ្នាយលើម៉ូតូយើងអាម៉ូតូคลิกហ្នឹងដាក់ពីមុខអញ្ចឹងហើយធម្មតាខ្ញុំញាត់នេះញាត់នោះខ្ញុំអត់ចាប់អារម្មណ៍ទេពេលហ្នឹងខ្ញុំក៏គាត់ក្រោយផ្ទះគាត់មានអាស្ទូចត្រីស្ទូចអីយើងទៅស្ទូចម្នាក់ហ្នឹងអត់ដឹងចេតនាអីបានជាមកឆែកម៉ូតូខ្ញុំឲ្យឃើញអាហ្នឹងគាត់គិតថាគេលោយើងបកែខាងហ្នឹងអីខាងហ្នឹងអញ្ចឹងឯដឹងគាត់លួចយកព្រោះគាត់លួចយកទៅហើយខ្ញុំអត់ដឹងទេណាអត់ដឹងអីទាំងអស់តោះតែគាត់ប្រាប់ឯងគាត់លួចយកទៅដល់យប់ឡើងខ្ញុំមកផ្ទះយប់ឡើងល្ងាចខ្ញុំជិះមកផ្ទះលេងមកពីហ្នឹងមករហូតជិះលេងមកខ្ញុំអត់មានរឿងអីបើអត់នៅមួយខ្ញុំផងមិត្តភ័ក្ដិគាត់ដែលហូបចុកជាមួយអញ្ចឹងនៅពេលដែលទៅវិញគាត់ជិះគ្នាពីរនាក់ដល់ពេលដែលគាត់ជិះគ្នាពីរនាក់ទៅអញ្ចឹងគាត់តម្លាក់ម្នាក់ហ្នឹងនៅតាមផ្លូវហើយគាត់ជិះទៅទៀតម្នាក់ហ្នឹងគាត់ចោះនោមនៅមុខផ្ទះគាត់ងាកម៉ូតូរៀងយឺតណាអាហ្នឹងសំដីគាត់ទេគាត់ថាឃើញមនុស្សស្រីហ្នឹងឈរពីក្រោយមិត្តភ័ក្ដិគាត់ខ្មៅលក្ខណៈចាប់កអញ្ចេះឲ្យឈរអញ្ចឹងណាគាត់ថាអានេះទៅដប់ពីណាគេបានលឿនម៉េចតាមពិតគាត់លួចយកខ្នាយពីខ្ញុំទៅហើយអត់មានប្រាប់យើងមួយម៉ាត់ទេហើយយើងនេះអត់ដឹងទៀតទៅដល់បងផឹកឡើងគាត់ដួលម៉ូតូអាហ្នឹងគេចោទថាស្វឹងទាំងអស់ហើយធម្មតាទេគាត់ទៅដល់កន្លែងស្កាច់មួយហ្នឹងគាត់ទៅបុកដើមស្កៅដល់ពេលគាត់ទៅបុកដើមស្កៅទៅអីទៅអញ្ចឹងគេសួរថាម៉េចបានឯងទៅបុកដើមស្កៅគាត់ថាផ្លូវបត់ហ្នឹងគាត់អត់មានថាប្រុងបត់ទេប៉ុន្តែដូចគេរុញដៃទៅបុកដើមស្កៅហើយខ្នាយហ្នឹងណាក៏លួចយកទៅគាត់អត់មានប្រាប់ទេគាត់ដាក់ជាប់នៅនឹងខ្លួនគាត់ទៀតពួកអីខ្នាយហ្នឹងគឺគេល្បីតគ្នាហ្មងថារបស់លួចហ្នឹងគឺស័ក្តិសិទ្ធិបានម្នាក់លក្ខណៈឃើញចេះចង់បានចាចង់ដឹងហើយមួយទៀតខ្នាយហ្នឹងបងប្អូនកុំច្រឡំណារបស់ខ្លះដាក់នៅផ្ទះបានរបស់ខ្លះអត់វាក៏បិទមុខពីរដូចគ្នាមួយមានវិញ្ញាណល្អមួយមានវិញ្ញាណអាក្រក់ដល់ពេលអញ្ចឹងទៅគាត់អត់ដឹងថាមកពីហ្នឹងទេអត់ដឹងថាមកពីខ្នាយហ្នឹងណាគាត់ដួលម៉ូតូត្រូវមកគួសមដែរអញ្ចឹងនៅពេលដែលគាត់យកទៅជួបគ្រោះថ្នាក់ទី1គាត់អត់ទាន់ថាអីណាគាត់ទុកទៀតម្នាក់ហ្នឹងខ្ញុំថាខូចដែរគាត់ទុកទៀតលុះរហូតដល់គាត់ជួបគ្រោះថ្នាក់ទី2ដែលរបស់ហ្នឹងនៅជាមួយគាត់អញ្ចឹងណាគាត់ជួបគ្រោះថ្នាក់ទី2គាត់ជិះម៉ូតូទៅដូចគ្នាដល់ពេលដែលគាត់ជិះម៉ូតូទៅគាត់របៀបថាគាត់អត់ចង់ផ្ដោតថាដោយសាររបស់ហ្នឹងទេតែខ្ញុំថារបស់ហ្នឹងគាត់ជិះម៉ូតូទៅលើកទី2ពេលដែលគាត់ជាហើយនៅពេលហ្នឹងគាត់ទៅមើលស្រែដល់ពេលដែលគាត់ទៅមើលស្រែទៅគាត់ប្រាប់ថាគាត់ប្រាប់ម៉ាក់ប៉ាគាត់ណាគាត់ថាគាត់បុកអីមួយនៅពីមុខណាបុកមកទៅហឹងគាត់ហើយគាត់ផ្លោងចូលទៅក្នុងស្រែហ្នឹងគាត់បាក់ដៃខាងស្ដាំដល់ពេលផ្លោងចូលទៅក្នុងស្រែបាក់ដៃខាងស្ដាំអានេះខ្ញុំដូចចង់និយាយថាខ្ញុំមិនច្បាស់ទេប៉ុន្តែគេបញ្ជាក់ខ្ញុំលហៀកប្រាប់ខ្ញុំមកថាមុនពេលវាយកមកឲ្យឯងវិញអញ្ចឹងណាគេថាគាត់ទៅរកគ្រូមើលឲ្យថាឯងមានលួចរបស់គេមកអត់របស់ហ្នឹងគឺគេរើសបានឲ្យគេឲ្យទៅគេទេហើយគេនោះក៏មិនដឹងដែរខ្ញុំលឺលហៀកថាអញ្ចឹងឯងមានយករបស់គេអត់គាត់ក៏នឹកឃើញរបស់ហ្នឹងទៅថ្ងៃមួយក៏មិត្តភក្តិខ្ញុំហៅទៅលេងផ្ទះវិញគាត់ថាថ្ងៃណាឯងហៅគាត់មកអញទៅដែរខ្ញុំមិនឯងមានដឹងណាដល់ពេលមកដែរយើងដើរទៅក្រួយទៅអីគេយកមកដាក់ឲ្យខ្ញុំវិញគេយករបស់ហ្នឹងយកមកដាក់វិញគេលួចយកទៅហើយគេលួចយកមកទុកវិញទៀតគេទុកឲ្យវិញទៀតហើយខ្ញុំធម្មតាម៉ូតូខ្ញុំកំដរឆែកអីផ្ដេសខ្ញុំជិះទៅមកចាក់សាំងហើយដល់ពេលដែលខ្ញុំត្រឡប់មកវិញទៅក៏ថ្ងៃហ្នឹងខ្ញុំមកផ្ទះគ្រូមួយនៅកំពង់ឆ្នាំងនេះខ្ញុំមកអំពេញខ្ញុំចូលដោយសារតាយើងធ្លាប់ឆ្លងកាត់ទិញផ្លែឈើទិញឲ្យអញ្ចឹងតែមិនមែនគ្រូខ្ញុំយកទៅមើលនៅត្បូងឃុំទេណាជិះចូលទៅពឹបគ្រូស្រីនឹងថាយកអីមកគាត់ចោលខ្ញុំយកអីមកខ្ញុំនឹកឃើញថាចំអញដប់អីមកផ្ទះគ្រូទៀតដែរនឹកគិតអញ្ចឹងណាអញដប់អីមកផ្ទះគ្រូទៀតដែរមិនបានគ្រូនឹងថាឲ្យថាហែងយកអីមកថាអត់បានយកអីមកទេអញ្ចឹងថាហែងឡើងលើផ្ទះទៅខ្ញុំនេះឡើងទៅមុនគាត់ដឹងគាត់ទៅឆែកម៉ូតូយើងដល់ពេលគាត់ឡើងទៅតាមក្រោយគាត់កាន់ខ្នាយហ្នឹងហើយគាត់ចេះតែយកមកគាត់ថានៅម៉ូតូឯងគាត់យកមកគាត់ដាក់នៅជើងពៀនហើយគាត់យកនេះគាត់យកទៀនរបស់គាត់បតក់ពីលើគាត់បតក់ឲ្យឆេះខ្នាយហ្នឹងណាគាត់បតក់ឲ្យនៅហើយគាត់ថាឯងស្ដាយអត់
ថាស្ដាយអីពួកខ្ញុំមនុស្ស50ដែរប៉ុន្តែបើថាគេចង់បានខ្ញុំលឺណារើសបានអីបានអញ្ចឹងណាគាត់ចង់ឲ្យវិញហ្នឹងក៏យកទៅទីពីណាចង់ឲ្យតំណឹបមិនឲ្យទៅបើថាអត់ឲ្យក៏បានដែរប៉ុន្តែធម្មតាគេមានចិត្តគេឲ្យតំណឹបឲ្យអីចឹងដល់ពេលហើយខ្ញុំថាអត់ចង់បានទេមិនបើអត់ចង់បានខ្ញុំក៏ចាប់ផ្ដើមប្រាប់គាត់ថាខ្ញុំទៅនោះហើយលពូហ្នឹងគាត់ហៅទៅលេងទៅគាត់ថាមានរបស់ឲ្យខ្ញុំគាត់រើសបានហើយខ្ញុំណែគាត់ថាអត់ចង់យកទេពួកខ្ញុំឃើញគេមកសកត់មកអីដល់ពេលចឹងទៅគាត់ក៏ថារបស់នេះមិនមែនថាអាហ្នឹងហើយគាត់ថាទុកអញយកទៅចោលយកទៅចោលពីនឹងមកខ្ញុំអត់ហ៊ានទទួលរបស់គេផ្ដេសផ្ដាស់ទេរឿងខ្ញុំគឺតាំងពីថ្ងៃហ្នឹងមកគឺអត់ទេហើយដូចខ្ញុំនិយាយរឿងខ្នាយចឹងគាត់ថាចង់បញ្ជាក់ប្រាប់បងប្អូនថារបៀបដែលខ្ញុំធ្លាប់គ្រូគាត់បរៀនអីឲ្យមើលអីចឹងណាតែនិយាយនេះមិនមែនឲ្យបងប្អូនទៅប្រមាញ់សัตว์ទៅប្រមាញ់អីយកខ្នាយហ្នឹងទេគ្រាន់តែចាស់ពីដើមគាត់ដើរព្រៃគាត់សបោគាត់សបោរើសបានជួនកាលទៅចាក់នៅនឹងដើមឈើរបស់ខ្លះបើចាក់នៅនឹងដើមឈើវាស័ក្តិសិទ្ធបើយើងទៅយកមកជាប់អន្ទាក់ជាប់អីឬគេថាអត់សូវស័ក្តិសិទ្ធទេអញ្ចឹងណាហើយខ្ញុំយកមកមានច្រើនណាដែលមាននៅជួនកាលទៅគេផ្ញើរបស់ឲ្យគេគ្រូចូលចិត្តផ្ញើតាមខ្ញុំដូច delivery អញ្ចឹងចាផ្ញើទៅអញ្ចឹងក៏មានក្មេងហ្នឹងគាត់ប្រាប់អញ្ចឹងណាថាបងឯងដប់អីគេខ្មៅក៏ធ្លាប់អញ្ចឹងច្រើនចាប៉ុន្តែបើសួរពីខ្ញុំខ្លាចអត់ទេខ្ញុំសាមញ្ញតែខ្ញុំបាក់តែព្រាយឯងចាបងចង់ដឹងថាមិនខ្ញុំបាក់ព្រាយចង់ដឹងព្រោះខ្ញុំឆ្ងល់តាំងពីដើមអេពីសូតហ្នឹងមកថាថៃបងឯងបាក់ព្រាយព្រាយខ្ញុំបាក់2 ដងប៉ុន្តែខ្ញុំចាំនៅក្នុងចិត្តរបស់ខ្ញុំណាឥឡូវនិយាយពីត្រួសមួយរយៈចុងក្រោយនេះខ្ញុំចូលចិត្តពេលដែលគេមានខ្មោចចងកមានអីចឹងគាត់ហៅទៅតម្លាក់ទៅអីហើយខ្ញុំចេះកប់ចេះបល័យដែរទៅធ្លាប់មានមិត្តភ័ក្តិគាត់ចងកធ្លាប់មានអ្នកស្គាល់ឬក៏ទៅវាចៃដន្យណាយើងចៃដន្យទៅភូមិហ្នឹងមានអ្នកចងកអញ្ចឹងហើយគេតែងទៅសួរខ្ញុំដូចបងឯងថាម៉េចខ្សែគេអត់ហ៊ានស្រាយទេខ្មោចគេហ៊ានស្រាយក្បួនអ្នកយកខ្មោចចងកបើខ្ញុំនិយាយខាងខ្ញុំភាគច្រើនគាត់ខ្លាចខ្សែនឹងជាងមិនបានខ្លាចខ្សែខ្ញុំអត់ដឹងមិនគាត់និយាយផ្សេងអ្នកថាខ្លាញ់ជាប់នឹងខ្សែហ្នឹងអីចឹងណាខ្ពើមមែនគេថាខ្ពើមដែរខ្លាចដែរអ្នកខ្លះទៀតថាអត់ទេអញតែឃើញខ្សែហ្នឹងហើយអញតែដឹកគោទៅអញនឹកឃើញតែខ្សែហ្នឹងបើឲ្យអញតម្លាក់ខ្មោចអត់អីទេគាត់ថាអញ្ចឹងហើយខ្ញុំចេះតែឡើងកាត់ហើយគាត់សួរថាអីដែលឯងខ្លាចខ្ញុំថាព្រាយអញ្ចឹងខ្ញុំអត់ទៀមទាឲ្យបងប្អូនជឿទេនៅពេលដែលខ្ញុំអាយុ13ឆ្នាំអញ្ចឹងពេលហ្នឹងខ្ញុំនៅមួយគ្រូម្នាក់ពេលហ្នឹងគាត់ធម្មតាគាត់ឧស្សាហ៍ដោះគេអីគេមានអ្នកមកមានអីចឹងណាអញ្ចឹងពេលយប់គាត់ចូលចិត្តនាំខ្ញុំយកទៅកប់អីនៅនឹងនេះនៅនឹងដីវាលដែលនៅក្នុងក្រោយរបស់ដែលគាត់ដោះពីគេបានអីបានគាត់អត់បោះចោលទេគាត់ចូលចិត្តយកទៅកប់យកតែអីនៅក្រោយនឹងអញ្ចឹងដល់ពេលចូលចិត្តយកទៅកប់យកតែអីទៅកន្លែងហ្នឹងកន្លែងខ្ញុំបាញ់សัตว์ទៀតហើយយើងក្មេងយើងជឿខ្ញុំចាញ់បោកគ្រូច្រើនណាចាញ់បោកគ្រូរឿងគាត់ថាហែងសូត្របល័យហ្នឹងទៅហើយហែងទៅយកខ្មុំទៅបល័យនឹងចោលគូតខ្មុំលែងតិចហើយមកវិញហើមពេញមុខគាត់ធ្វើបាបខ្ញុំថាហែងឃើញព្រាយហែងសូត្របល័យនឹងទៅហើយយើងក្មេង2 10 3 10យើងមិនដឹងថាអាគុំនឹងតតែ8 10បានគេឲ្យរៀនបាទឆោតអញ្ចឹងទៅយប់ឡើងខ្ញុំទៅបាញ់អាឡុកទៅបាញ់រីកទៅបាញ់អីនឹងក្រួយអញ្ចឹងណាហើយគាត់យកទៅកប់នឹងរហូតដល់ពេលមួយហ្នឹងអត់ដឹងអាម៉េចមានអ្នកដែលគេដឹកឈើនឹងយកមកគេដឹកនឹងដើមផ្ចឹកទៅតឹងវាបដ ாய் វាខ្ទង់ប្រហែលជា2 ម៉ែត្រទៅតឹងវាយើងថាប្រហែលជាមកអបចុះតែគេដឹកយកមកតម្លាក់នឹងក្រោយហ្នឹងណាវាលនឹងព្រៃនឹងជាកន្លែងដែលគេយករបស់អញចឹងយកទៅចោលអីហ្នឹងបានជាគេចូលចិត្តយករបស់ព្រាយអីមកដាក់អញ្ចឹងយប់ហ្នឹងខ្ញុំទៅបាញ់សัตว์មេឃភ្លៀងខ្ញុំទៅបាញ់កុកក្របាញ់អីចឹងណាយើងទៅបាញ់សัตว์អត់ដឹងចេះខ្លាចយ៉ាងម៉េចទេបងអត់ដឹងចេះខ្លាចយ៉ាងម៉េចទេដល់ពេលខ្ញុំទៅបាញ់ចោះបាញ់ឡើងខ្ញុំដើរចោះដើរឡើងភ្លើងមួយចេះឈួលចឹងណាក៏ស្រាប់តែខ្ញុំឃើញមនុស្សស្រីម្នាក់គាត់ដើរនៅកន្លែងដែលគ្រូហ្នឹងចំណាំយកខ្ញុំទៅកប់អីហ្នឹងខ្ញុំឈួលភ្លើងឃើញពីចង្អាយមនុស្សអត់ខ្លាចអូយអ៊ំនឹងដើរទៅផ្ទះហ្នឹងបាញ់សัตว์បាន6 7ក្បាលកណ្ដឹងទៅតាមដែរបងគេអង្គុយអនស៊ីរបស់ដែលគ្រូកប់គេតែអង្គុយអនស៊ីអញ្ចឹងហើយកាលហ្នឹងតែមានទូរស័ព្ទមានអីថតមកពីណាអញ្ចឹងភ្លើងហ្នឹងវាចូលទឹកទៀតវាព្រិលអញ្ចឹងណាព្រិលអញ្ចឹងខ្ញុំអានេះក៏ដើរទៅអ៊ំស្រីហ្នឹងទៅដល់អ៊ំមកឯងអង្គុយធ្វើអីគាត់ងាកមកដល់អានេះគាត់ខំនៅជាប់នៅអញ្ចឹងណាខំជាប់នៅអញ្ចឹងពើគាត់ងាកមកខ្ញុំថាព្រាយហើយយ៉ាងណាក៏ព្រាយដែរព្រោះខ្ញុំខុសគេខ្ញុំធំក្លិនព្រាយខុសគេខ្ញុំធំក្លិនផ្កាព្រៃកន្លែងដែលអត់មានផ្កាក៏ដោយលក្ខណៈផ្កាព្រៃឈួលខ្លាំងខ្ញុំជឿថាវាដល់ពេលហើយខ្ញុំរត់ពីតំណឹងណាបងគាត់រត់ទៅទឹមគ្នាមួយខ្ញុំយាយហ្នឹងណារត់ហើយគាត់ងាកមើលមុខខ្ញុំគាត់រៀកទៅរត់ទៅទឹមគ្នាមួយខ្ញុំតែកាលខ្ញុំអាយុ13ឆ្នាំឥឡូវខ្ញុំ30អញ្ចឹងខ្ញុំអាចថាបងប្អូនយល់ជឿក៏បានអត់ក៏បានហើយគាត់សួរខ្ញុំថាអូនឯងរត់ធ្វើអីមិននៅហូបអីមួយអ៊ីមិននៅហូបអីមួយអ៊ំ
ខ្ញុំរត់មកតែហឹងខ្ញុំបុករបៀបដើមស្វាយព្រៃគេដាំចោលពីដើមខ្ញុំបុកមកតែហឹងខ្ញុំបុកមកតែហឹងខ្ញុំម៉ាំងខ្ញុំបុកសឡប់ដួលសឡប់នៅហ្នឹងដល់ពេលដែលខ្ញុំបុកដួលនៅហ្នឹងលក្ខណៈយើងធីងធងប្រហែលជា10នាទីបងធីងធងបានប្រហែលជា10នាទីសើអញ្ចឹងណាមកអង្គុយលើចកេះយើងនិយាយហ្នឹងអង្គុយលើចកេះយើងសាច់ឲ្យយកដៃរុញចារុញយើងលេងអញ្ចឹងណារុញយើងលេងហើយខ្ញុំម៉ណែខ្ញុំថាអញហើយអញអញ្ចឹងគ្រូនឹងធ្លាប់ប្រាប់អញបើសូត្រក៏សូត្រមិនត្រូវដែរនឹងតាណាតាណៃទេស៊ីស៊ូនិយាយនឹងសាច់អូនអញសូត្រអីអូនឯងសូត្រអីអញ្ចឹងលក់យើងទៀតលក់យើងឲ្យតាមពិតនៅពេលហ្នឹងយើងជាប់នៅហ្នឹងទេប៉ុន្តែយើងសម័យខ្លាចពេកឃើញគាត់ដើរដូចអូសជើងយើងទៅរវើរវាយដើរដូចអូសជើងទៅទៅងើបពីស្លាប់បាទទៅងើបពីស្លាប់ហើយវាសយអីប៉ះថ្ងៃហ្នឹងគ្រូហ្នឹងគាត់ទៅលេងប្រពន្ធចុងគាត់ទៀតយប់ខ្ញុំអញសាត់ហ្នឹងអញ្ចឹងវើវាយពីហ្នឹងអស់ដល់ថ្នាក់ថាធីងធងដេកលក់ដល់ម៉ោងខ្ទង់ប្រហែលជាម៉ោង2ដឹងខ្លួនដេកនឹងដីហ្នឹងណាខ្លាចផងងាកឡើងអញព្រាយឡងតាអញធំក្លិនអញ្ចឹងតាគ្រូប្រាប់អញអញ្ចឹងព្រាយហើយអញ្ចឹងខ្ញុំដើរទៅខ្ញុំឃើញភ្លើងភ្លឺដូចផ្ទះផ្ទះគ្រូហ្នឹងណាខ្ញុំដើរទៅខ្ញុំមានដឹងថាវានិមិត្តឲ្យខ្ញុំឃើញផ្ទះហ្នឹងណាខ្ញុំដើរទៅរកវាខ្ញុំដើរទៅរកផ្ទះហ្នឹងដើរទៅរកទៅគ្រូអញ្ចឹងណាគ្រូខ្ញុំមកពីបាញ់សัตว์វិញហើយខ្ញុំរត់ជ្រុះសัตว์ខ្ទេចសូម្បីតែខោក៏លហែកដែរខ្ញុំរត់ភ័យពេកទៅដល់ខ្ញុំមកដល់វិញហើយឮសលេងមនុស្សស្រីហ្នឹងគាត់ថាអញ្ចេះដេកលក់អីគ្រូឯងដេកលក់អីអញឡើងមកខ្ញុំស្មាទោសខ្ញុំមិនដែលយកមកនិយាយមួយម៉ាត់ទេរឿងនេះខ្ញុំភ័យពេកខ្ញុំឡើងផ្ទះហ្នឹងខ្ញុំឡើងផ្ទះហើយខ្ញុំថាកម្មចដាគ្រូវាទេអញ្ចេះទេហើយចុះមិនអញឡើងទៅចោតម៉េចតោងឡើងអញ្ចឹងតោងឡើងទៅខ្ញុំម្នាក់ក៏ឃើញខ្នើយខ្លួនឯងក៏អង្គុយបងធ្លាក់ចុះក្រោមថ្លោះដៃធ្លាក់ពីលើដើមឈើហ្នឹងធ្លាក់មកក្រោមគុដុកថ្លោះដៃខ្ញុំងាកមើលដល់ចំហើយដើមស្អីហ្នឹងនៅចាំមិនថាដើមអីគេបងអត់ចាំទេដើមឈើច្រើនណាស់ហើយដើមឈើខ្ញុំអត់ស្គាល់ច្រើនណាស់នៅពេលហ្នឹងងាកចំអញដើមឈើគេមិនអញឃើញទេមិនអញឃើញទេអ៊ំស្រីហ្នឹងមកអង្គុយក្បែរព្រាយហ្នឹងណាហើយវាថាចេះអូនឯងចុកដៃមែនហើយមាត់របស់គាត់ខ្ញុំនៅចាំដល់រាល់ថ្ងៃមាត់របស់គាត់ជាប់របៀបដូចខ្លាញ់ខ្មោចដូចសក់ណាលេអាឡាមកអញ្ចឹងអត់ខិចអីខ្ញុំទៅផ្ទះគ្រូវាហៅខ្ញុំនៅក្រោយសំណាងក៏អត់យកខ្ញុំទៅផ្ទះគ្រូខ្ញុំទៅទាំងថ្លោះដៃខ្ញុំទៅរកផ្ទះគ្រូដែលខ្ញុំនៅហ្នឹងខ្ញុំទៅរហូតទៅដល់ផ្ទះហ្នឹងគ្រូអត់នៅទៀតខ្ញុំបិទទ្វារបិទប្អួចចេះសំណាងវាចូលអត់បានវាមកហៅដល់ផ្ទះខ្ញុំបាក់អ៊ំនឹងតាមមកកលួងនៅក្រោមអូនអើយចឹងហ្មងអូនអើយនៅចាំច្បាស់ក្នុងតិចអូនអើយអូនចោះក្រោមអីនៅអញ្ចឹងអូនអើយចោះក្រោមអីខ្ញុំកលុំភួយចិត្តចឹងក្រោមផ្ទះហ្នឹងក៏ដើរបានវាដើរបានតែជាហៀងហៅអញ្ចឹងណាហៅដល់ពេលម៉ោង3ហ្នឹងទៀបភ្លឺហ្នឹងហើយផ្ទះគ្រូហ្នឹងគាត់នៅស្រុកលើអញ្ចឹងចកាស្វាយចន្ទីគេហើយផ្ទះគាត់បន្ទាប់មកចកាទៀតដាច់តែយើងអត់ស្រែកទេដល់ពេលចុងក្រោយហ្នឹងដេកទៅទាំងថ្លោះដៃហ្នឹងវាធ្វើគ្រូហ្នឹងមកអាស្វិតឯនៅអត់ខ្ញុំម៉ណែគាត់ថានៅយើងខ្លាចពេកទៅរកគាត់ខ្លាចពេកថាមានអីមកទេហែមានមកអីមកទេអញហីថាមានអីមកថាបាទគ្រូមានខ្ញុំចោះទៅថាផ្ទះអញនៅលេងបានហើយមកហែងទៅនៅផ្ទះនេះទៅផ្ទះមិត្តភក្តិមួយអញវិញខ្ញុំដើរតាមវាយើងរហូតហ្មងឃើញគ្រូហ្នឹងហ្មងខ្ញុំដើរតាមវាវាដឹកដៃខ្ញុំរហូតទៅដល់អាដើមឈើខ្ញុំរត់បុកខ្ញុំឆ្ងល់ថាគ្រូនាំខ្ញុំមកចូលព្រៃធ្វើអីមិនបានគ្រូអញនាំខ្ញុំមកចេះទៅតាមទៅគ្រូយើងទៅដល់អញ្ចឹងបែរមកសើចដាក់មួយសាទៀតខ្ញុំឈឺពេលនឹងឆ្អើភ្លើងដូចជា7ថ្ងៃបងខ្ញុំរត់ពីហ្នឹងទៅផ្ទះមួយសាទៀតថាវាយកខ្ញុំអត់បានបើយកបានវាយកបាត់ហើយដល់ពេលដែលខ្ញុំដេកទៅហ្នឹងយើងថាយល់សពឯណាកលួងហ្នឹងភ័យផងឈឺដៃផងណាអារម្មណ៍យើងនឹងនៅគិតថាអញ្ចេះយាយហ្នឹងនៅក្នុងឈើគេដឹកយកមកដាក់ចេះតែគិតអញ្ចឹងណាយាយហ្នឹងនៅក្នុងហ្នឹងហើយចាំដល់ព្រឹកឡើងក៏គ្រូហ្នឹងគាត់ធម្មតាគាត់និយាយទៅអីវ៉ាន់គាត់គឺគាត់ដាក់នៅលើស្លឹកឈូកឲ្យស្លឹកចេកហ្នឹងហ្មងថ្នាំហ្នឹងណាចាំហ្នឹងយកមកផឹកយកមករុំអញ្ចឹងទៅរុំដៃរុំជើងតែរុំខ្លួនឯងគ្រូអត់នៅអញ្ចឹងក៏មានអ្នកគេមកសួរថាគ្រូនៅអត់ពឹងឲ្យដោះនេះដោះនោះអញ្ចឹងថាអត់នៅទេដៃឯងកើតអីធ្វើតែមើលខ្ញុំប៉ុណ្ណឹងគេទៅវិញមើលប៉ុណ្ណឹងវិញខ្ញុំយប់ទី2អញដឹងគ្រូមកអត់ទេបើអត់មកចាប់ហើយយប់ទី2មកមួយសាទៀតម៉ោង9យប់គ្រូមកដល់ម៉ោង8យប់គេមកព្រាយហ្នឹងគេមកគេហៅសលេងដដែលហ្នឹងអូនដល់ថ្នាក់ព្រាយហ្នឹងវាដឹងគ្រូហ្នឹងមកពីមុខ
ដឹងគ្រូនឹងមកវាខ្លាចវាទៅវិញសល់គ្រូមែនតែនមកឲ្យបើកទ្វារខ្ញុំអត់បើកឲ្យមកយប់ទល់ភ្លឺ យើងបាក់យើងស្មានត្រឡប់មកទៀតហ៎ អាស្វិតគោះទ្វារក្ដុងអត់ទេអត់បើកយ៉ាងណាក៏វាដែរអត់ទេដល់ពេលហើយគាត់ដឹងថាទ្វារគាត់អ្នកធ្វើនឹងចូលតាមណាមកបើកបានគាត់មកឃើញដៃខ្ញុំអញ្ចឹងគាត់ក៏សួរដៃរៀងកង្ហែងខុសគេបន្តិចក៏សួរមានរឿងអីអញ្ចឹងក៏ប្រាប់គាត់ទៅមានណាដល់ពេលយប់ស្អែកហ្នឹងគាត់ខឹងគាត់ស្រឡាញ់ខ្ញុំគាត់ខឹងគាត់នាំខ្ញុំទៅគាត់កាន់តែវ៉ែវ៉ាន់ទៅដល់វាថាអាណាដឹកហែងមកដាក់នៅហ្នឹងនៅក្នុងដើមផ្ចឹកហ្នឹងមែនដែលគេដឹកមកតែស្ងួតងាប់អីណាទៅដល់គាត់ដុតគាត់ដាក់ហើយគាត់ដុតហើយខ្ញុំឆ្ងល់ថាហេតុអីបានជាដើមផ្ចឹកហ្នឹងអញ្ចឹងអត់មានច្បើងអត់មានអីសោះភ្លើងទៀនដែលបន្តទៅដែលដុតទៅមិនបានជាត្រូវឆេះឈើនឹងទាំងមូលឆេះឈើនឹងទាំងមូលខ្ញុំថាអូស្មាទោះបើសម័យឥឡូវថតរហូតលុយនឹងមិនឆេះឈើនឹងទៅអញ្ចឹងឆេះឈើទៅពីលើអញ្ចឹងហើយខ្ញុំសួរគាត់មិនបានជាវាមកលោលេខ្ញុំអញ្ចឹងថាគេដឹកយកមកចោលទេអាហ្នឹងខ្ញុំនិយាយខ្ញុំបាក់លើកទី1ដល់ពេលខ្ញុំបាក់ចូលដល់លើកទី2អញ្ចឹងពេលហ្នឹងខ្ញុំស្ទើរកន្លោះហើយ6-10ឆ្នាំពេលហ្នឹងគឺម៉ាក់ខ្ញុំគាត់ចូលចិត្តយកខ្ញុំទៅផ្ញើមួយគេខ្ញុំអត់និយាយទៅគឺខ្ញុំប៉ុណ្្នឹងខ្ញុំមិនដែលបាននៅផ្ទះទេខ្ញុំនៅឃ្លាតពីគេអញ្ចឹងខ្ញុំទៅខាងប្រទីមានជ័យកាលហ្នឹងខ្ញុំទៅរៀនសាលាយេស៊ូដោយសារតែខ្ញុំចង់ទៅកូរ៉េអញ្ចឹងខ្ញុំរៀនតាំងពី6-10ឆ្នាំខ្ញុំទៅរៀនតែនៅសាលាយេស៊ូហើយខ្ញុំធំនៅអត់បានខ្ញុំមកវិញដល់ពេលខ្ញុំមកវិញអត់ចេះនៅផ្ទះទៀតក៏ពូម្នាក់គាត់ហៅមកនៅជាមួយព្រោះខ្ញុំនៅនិយាយត្រង់ខ្ញុំឧស្សាហ៍រឿងគោក្របីរឿងអីចឹងណាគាត់ហៅថាបើវាមិននៅនឹងកើតទេឲ្យមកហើយពេលហ្នឹងប៉ាខ្ញុំក៏ពេញត្រូវអំពើគេខូចដៃអញ្ចឹងកូនអត់សូវជុំណាខ្ញុំមកគាត់6-10ឆ្នាំបោកម្ដងហ្នឹងខ្ញុំមកក៏ដាក់អន្លង់យកត្រីខែប្រាំងវាអានីលហ៎ចាខែប្រាំងមកវាអានីលចេញពីទឹកហ្នឹងមកវាមកចូលនៅហ្នឹងដល់ពេលអានីលចេញពីទឹកយើងដាក់ធម្មតាយើងដាក់ពេលល្ងាចហើយម៉ោង 4 ម៉ោង 5យើងងើបទៅមើលហើយយើងអត់ចាំដល់ថ្ងៃទេងើបប៉ុណ្ណឹងហើយបាត់យើងមកវិញអញ្ចឹងពេលហ្នឹងខ្ញុំទៅនៅក្រោយគាត់ហ្នឹងមានដូចស្ទឹងអញ្ចឹងវាសបោថៃធំមកដៃអូមកអីទៅដល់អញ្ចឹងក៏ខ្ញុំធំក្លិនអាផ្កាព្រៃហ្នឹងទៀតហើយធំក្លិនឈូលខ្ញុំព្រឺសបលយកប៉ុន្តែបញ្ជាក់ថានឹងស្ទឹងហ្នឹងមានស្រីគាត់មកជាត់នឹងកែបជាត់ត្រីជាត់អីហ្នឹងពេញហ្នឹងអ្នកខ្លះក៏ងើបមកព្រលឹមដូចខ្ញុំអញ្ចឹងដល់ពេលហើយមានមនុស្សស្រីម្នាក់គាត់បោកខោអាវនៅហ្នឹងណាចុចឆាច់ឲ្យខ្ញុំនិយាយចុះខូចតិចដែរគេរៀងលេខក្រោមឲ្យ6-10ឆ្នាំរៀងខូចតិចដែរចុំពីណាគេនៅពេញស្ទាវគាត់ដុតភ្លើងចន្លោះពីរសងខាងអញ្ចឹងប៉ុន្តែអត់មានកំពង់ទឹកអីអញ្ចឹងខ្ញុំទៅថាចុំពីណាគេមកធ្វើអីនៅហ្នឹងទៅមើលលងសិនចាំមកសួរនាំគាត់ទៅមើលលងបានត្រីច្រើនកាលហ្នឹងអ៊ំហ្នឹងគាត់ធ្វើកត្រកពីដើមលពាក់ចែកកឡោមចែកឲ្យខ្ញុំដាក់ឲ្យខ្ញុំក៏ទៅដល់ហ្នឹងទៅណាគាត់ហ្នឹងរៀងមកល្មមថាខ្ទង់20ជាងចុះគាត់ហៅខ្ញុំថាអញ្ចេះឲ្យជួយយកកៅអៅហ្នឹងទៅដាក់នៅលើឲ្យគាត់ផងហើយយើងនេះពេញស្ទាវឲ្យជួយយកកៅអៅផងខ្ញុំក៏ទៅខ្ញុំទៅដល់បងអញ្ចឹងខ្ញុំទៅយកកៅអៅចេះគាត់នៅពីក្រោយគាត់រុញខ្ញុំទៅលាក់ស្ទឹងគាត់រុញខ្ញុំទៅលាក់ទឹកស្ទឹងក្ដួងណាដល់ពេលខ្ញុំងើបមកវិញទឹកហ្នឹងវាជ្រៅវាចម្រៀលចេះខ្ញុំមើលមកលើវិញណាគាត់ឈរគាត់សាយដាក់ខ្ញុំចេះគាត់កាច់ក្បាលណាហើយគាត់សាយដាក់ខ្ញុំអញ្ចឹងហើយដៃរបស់គាត់មិនមែនកាន់ខោអាវទេកាន់គេដៃរបស់គាត់កាន់សក់មនុស្សទាំងអស់សក់មនុស្សចេះតែអត់មានក្បាលទេណាគាត់កាន់សក់អញ្ចឹងគាត់កាន់សក់ឈរអញ្ចឹងហើយគាត់សាយដាក់ខ្ញុំអញ្ចឹងខ្ញុំបាក់ម្ដងហ្នឹងខ្ញុំហែលស្ទឹងខ្ញុំទៅត្រាយមកខាងទៀតខ្ញុំហែលទៅត្រាយមកខាងទៀតដល់ត្រាយលើនឹងល្មមពីខាងនោះមកវិញទៀតគាត់ទៅចាំនៅនឹងហ្មងខ្ញុំណែខ្ញុំភ័យមួយដោយសារអីទំលាយរបស់ខ្ញុំហ៎មិនថាខ្ញុំផ្ដោតខ្លាំងទេគ្រូប្រាប់ខ្ញុំថាហែងប្រយ័ត្នមួយទឹកហែងមិនមែនគ្រោះថ្នាក់ឬក៏ភ្លើងឆេះទេបើហែងអាចនឹងអាយុខ្លីអាចនឹងមួយទឹកដឹងប្រយ័ត្នឲ្យឯងនឹងខ្លាចទឹកបន្តិចហើយខ្ញុំភ័យរឿងហ្នឹងចោះបើវាទាញខ្ញុំទៅហែលម្ដងទៀតបងហែលម្ដងទៀតហែលមកត្រាយខាងនេះម្ដងអង្គុយទៀតតែពេលយើងក្រោយនឹងខ្ញុំបដែតទឹកនៅក្នុងស្ទឹងហ្នឹងខ្ញុំបដែតតមេឃភ្លឺខ្ញុំបដែតតតែអ្នកទៅមើលលងមើលត្រីក៏ទៅដែរបាទទៅដែរទៅខ្ញុំម្នេះក៏ប្រាប់គាត់ដឹកមកផ្ទះហ្នឹងគ្រូហ្នឹងគាត់ប្រាប់គាត់ថារិស័យហែងដាក់ហើយមួយទៀតគឺគេពេញធ្វើទៅខាងគ្រួសារហែងហើយអញ្ចឹងមិនមែនថានៅមួយអញទេនៅតាណាហ្នឹងក៏បាក់អញ្ចឹងដែរនៅតាណាហ្នឹងឯងហ្នឹងក៏បាក់ដែរហើយខ្ញុំមានរឿងមួយទៀតដែលខ្ញុំភ្លេចប្រាប់បងប្អូនរឿងខ្ញុំនៅមន្ទីរពេទ្យនេះខ្ញុំសុំបញ្ចូលបន្តិចបានអត់បងបានរឿងនេះខ្ញុំនិយាយឲ្យបានខ្ញុំទើបនឹកឃើញអង្កាលដែលថាខ្ញុំនាំសុំថយក្រោយបន្តិចណាដែលប៉ារបស់គាត់ទៅឈឺនៅត្បូងឃ្មុំខ្ញុំនិយាយរឿងព្រាខ្ញុំនឹកឃើញភ្លាមចាគឺគាត់យកមកដាក់នៅពេទ្យនេះហើយគាត់
ពឹងខ្ញុំឲ្យទៅមើលនៅពេទ្យធំនៅពេញណា ចា អញ្ចឹងគាត់ពឹងខ្ញុំឲ្យទៅមើលពេលហ្នឹងគឺខ្ញុំតែងតែនិយាយថាពីណាឈឺក៏ដោយស្គាល់ខ្ញុំនិយាយរឿងអាគមយកទៅពេទ្យសិនចាំមើលគ្រូខ្មែរ ចា អញ្ចឹងគាត់មើលបដាផ្ដងអញ្ចឹងទៅគាត់យកមកដាក់នៅពេទ្យធំនៅពេញថ្មីហ្នឹងណាអញ្ចឹងគាត់ពឹងឲ្យខ្ញុំទៅកដោពូពេលហ្នឹងម្ដាយរបស់គាត់ជាប់លក់ផងប្អូនផងហើយគាត់ប្រើពាក្យគាត់អាធំថាចែកថាពុកមកពេញទៅគាត់បងប្អូនបាច់មកទេមកកំដរអញ្ចឹងងាកឡើងទៅវិញទៅសិតតអ្នករវល់អញ្ចឹងទៅគាត់ដេកនៅហ្នឹងក៏ចៃដនអីថ្ងៃហ្នឹងគាត់ទៅផឹកនៅបឹងកក់គាត់ទៅផឹកទៅគាត់ពឹងឲ្យខ្ញុំហ្នឹងទៅកំដរជំនួសអញ្ចឹងអាក្រែហ្នឹងអញ្ចឹងក្រែហ្នឹងសងខាងអញ្ចឹងមានប្រឡោះឲ្យអ្នកកំដរហ្នឹងដេកខាងក្រោមចាតែគេហាមអត់ឲ្យថតរូបទេអត់ឲ្យប្រើទូរស័ព្ទនៅខាងក្នុងហ្នឹងទេចាទៅដល់យប់ហ្នឹងខ្ញុំសម្រាកនៅក្រោមដេកនៅហ្នឹងមើលពុកគាត់ដូចពុកខ្ញុំអញ្ចឹងដល់ពេលម៉ោង 2:10 យប់ពេលហ្នឹងម៉ោង 2:10 យប់យើងមិនទៅបន្ទប់ទឹកយើងឈឺទៅបន្ទប់ទឹកខ្ញុំត្រឡប់មកវិញវាពេទ្យគាត់ងុយដែរនៅមុខនៅអីចឹងខ្ញុំមកគេងវិញខ្ញុំនឹកឃើញមុខព្រាយខ្ញុំនឹកឃើញខ្មោចក្នុងមន្ទីរពេទ្យហ្នឹងបេះបិទបងគាត់អង្គុយអាអ្នកជំងឺហ្នឹងប្រឡោះទៅប្រហែលជា3ប្រឡោះក្រែគាត់អង្គុយអញ្ចឹងគាត់អន់ដាក់ខ្ញុំមីងហ្នឹងគាត់អន់មើលពីក្រោយគាត់ឲ្យញឹមដាក់ខ្ញុំហើយមីងឯងមិនព្រមដេកទៅហើយថ្មីហ្នឹងណាហើយអ្នកជំងឺគឺពេលថ្ងៃមានដូចជា8ទៅ9ក្រែតែល្ងាចហ្នឹងគេចេញសល់3ក្រែហ្នឹងហើយខ្ញុំអត់ចាប់អារម្មណ៍ថាជំងឺហ្នឹងពីណាគេទេធម្មតាយើងចេញទៅទិញខ្ញុំហៅគាត់ដូចពុកអញ្ចឹងណាហូបទឹកតឡាចអត់ហូបអីអត់យើងចេញចូលអញ្ចឹងណាជប់នឹងលេងគាត់អង្គុយគាត់អន់ហើយសក់គាត់ធ្លាក់ចេះគាត់មើលខ្ញុំបន្ទាប់មកខ្ញុំ stress ពេកខ្ញុំចេញទៅក្រៅខ្ញុំទៅនោមគាត់ទៅឈរនៅមាត់ទ្វារគាត់មើលខ្ញុំក៏សើចចេះហើយគាត់តម្លាក់សក់មកអញ្ចឹងហើយខ្ញុំដើរឆ្ងាយគាត់ប្រហែលជា1ម៉ែត្រកន្លះហ្នឹងខ្ញុំដើរចូលមកវិញខ្ញុំមកដេកចាំមើលប៉ាហ្នឹងណាចាំមើលគាត់ហ្នឹងដេកទៅអញ្ចឹងយប់ទី1ខ្ញុំអត់គិតថាអ៊ីហ្នឹងជាខ្មោចទេតែខ្ញុំនឹកឃើញព្រាយហ្នឹងយប់ទី2បាទខ្ញុំដឹងយប់ទី2យប់បន្ទាប់មកវាហ្នឹងមកកដោពុកអញ្ចឹងខ្ញុំទៅធ្វើការដល់យប់ទី3នោះវាថាជាប់ birthday គេអញចិត្តទៅការ៉េវិញហើយអញចាំមកដេកកំដរផងពុកគាត់គ្រាន់ហើយនៅពេលហ្នឹងខ្ញុំមកដល់គឺមានដូចថាអ្នកជំងឺចេញចូលមកដល់ពេលថ្ងៃអត់ឃើញពេលល្ងាចអត់ឃើញទេស្រាប់តែពេលយប់ខ្ញុំទៅបន្ទប់ទឹកស្រីផ្សេងបន្ទប់ទឹកប្រុសផ្សេងខ្ញុំទៅបន្ទប់ទឹកខ្ញុំចេញមកវិញអ៊ីនឹងឈរឲ្យខ្ញុំដាក់ខ្ញុំអញ្ចឹងទៀតបែរម្ដងនេះខ្ញុំដឹងថាមិនមែនមនុស្សទេបងពេលខ្ញុំសួរគេមានអ្នកដែលគាត់ទៅដល់គាត់ស្លាប់នៅហ្នឹងខ្ញុំទៅដល់កន្លែងពុកនឹងដេកខ្ញុំដេកទៅក្រោមអញ្ចឹងធម្មតាខ្ញុំអត់បែរទៅជាហៀងទេខ្ញុំបែរមកត្រង់គាត់ដើរតាមអាប្រឡោះហ្នឹងណាគាត់មកអនសាយដាក់យើងមួយសាទៀតឲ្យគាត់ទៅកន្លែងហ្នឹងគាត់ទៅកន្លែងអ្នកជំងឺហ្នឹងខ្ញុំថាថ្ងៃហ្នឹងក្រែគាត់នៅមិនបានជាអត់មានអ្នកជំងឺមានតែគាត់ឡើងដេកទៅលើហ្នឹងហើយមួយទៀតហេតុអីបានជាគ្រូពេទ្យមកដូរសេរ៉ូមមកចាក់ថ្នាំមិនបានជា3ក្រែហ្នឹងចាក់ទាំងអស់ហើយក្រែហ្នឹងអត់មានទៅមើលសោះគ្រូពេទ្យហ្នឹងមានមើលឃើញអីអត់គាត់ឡើងទៅសម្រាកនៅលើហ្នឹងនៅខាងលើហ្នឹងខ្ញុំថានៅក្នុងគេអត់ឲ្យថតរូបទេអាអ៊ីហ្នឹងតែទៅក្រែអញថតហើយទៅដល់ក៏មានពេទ្យស្រីដែលគាត់នៅហ្នឹងទៅខ្ញុំសួរគាត់ថាអ្នកជំងឺនៅក្នុងហ្នឹងមានប្រហែលដែរគាត់ថាមាន3ក្រែអញលើសមួយអ៊ីហ្នឹងខ្ញុំថានឹកឃើញមុខព្រាយហ្នឹងបេះបិទហ្មងទៅដល់ខ្ញុំចូលទៅវិញអ៊ីហ្នឹងគាត់សម្រាកតែគាត់បែរមុខចេញក្រៅចង់ដើរទៅក្បែរគាត់ណាចិត្តអត់ដែរទេហើយមួយទៀតខ្លាចភ្ញាក់អ្នកជំងឺយើងវាចេញចូលពេលអញ្ចឹងណាខ្ញុំមកដេកនៅហ្នឹងឲ្យខ្ញុំឃើញម្ដងទៀតម៉ោងខ្ទង់4ជាងហ្នឹងខ្ញុំថាខ្ទង់ម៉ោង5ជាងម៉ោង6ហើយមកអញត្រូវថតវីដេអូអញ្ចឹងខ្ញុំផ្ងាងាកទៅមើលគាត់ងាកទៅមើលអ៊ីហ្នឹងណាងាកទៅដល់គាត់ដេកនៅនឹងក្រោមនឹងដដែលប៉ុន្តែម្ដងខ្ញុំឃើញតែមួយកណាត់ខ្លួនទេគាត់ដេកមានតែធំចកេះឡើងលើទេហើយមន្ទីរពេទ្យនឹងល្បីទេមន្ទីរពេទ្យធំចកេះឡើងលើណាគាត់ដេកគាត់មើលខ្ញុំហើយខ្ញុំថាអញមើលមែនតែនហ្មងខ្ញុំនឹកឃើញមុខព្រាយខ្ញុំចាញ់ខ្ញុំមើលម្ដងទៀតបាត់ខ្ញុំសួរគ្រូពេទ្យអញ្ចឹងមានពេទ្យផុសម្នាក់គាត់ប្រាប់ខ្ញុំថាបងឯងឃើញអីមែនថាមានអ្នកជំងឺមួយដឹងមិនអីបងគាត់ស្លាប់នៅហ្នឹងអញ្ចឹងណាហើយភិនភាកប្រាប់គាត់អង្គុយគូររូបនៅលើដីគ្រូដូចគាត់នឹងគំនូជាងគំនូផងគាត់គូលោកគ្រូមកស្តៀងហ្មងហើយគាត់មាននិស័យមកនិយាយមកយើងអញ្ចឹងមិនខ្ញុំភ្លេចនិយាយដល់ពេលនិយាយដល់ព្រាខ្ញុំនឹកឃើញអ៊ីហ្នឹងខ្ញុំចាញ់បំផុតអាទឹកមុខដែលមើលខ្ញុំឲ្យអាញឹមដាក់ខ្ញុំអញ្ចឹងតលាក់សក់ឲ្យអាញឹមដាក់ខ្ញុំអញ្ចឹងខ្ញុំចាញ់មកសូម្បីតែអ្នកខ្មោចចូលក៏ដោយអ្នកខ្មោចចូលឲ្យតែខ្ញុំទៅគឺដឹងថាអាញឹមដាក់ខ្ញុំហើយមិនចឹងមកឯងមានអីឲ្យគេញឹមដាក់អញ្ចឹងយ៉ាងខ្ញុំឆ្ងល់ថាហេតុអីបានអញ្ចឹងខ្ញុំបើកបួនកញ្ចក់ទេណាបងពេលដែលខ្ញុំទៅកំពង់ឆ្នាំងហ្នឹងបងស្រីម្នាក់ខ្មោចយាយគាត់ចូលដោយសារតែអញ្ចឹងតណោមគ្រួសារគាត់ហ្នឹង
គាត់អត់ឲ្យផឹកស្រាអត់ឲ្យអីទេហើយគាត់តាមនេះណាដល់ពេលស្លាប់ទៅអីទៅគាត់នៅតែតាមមើលអញ្ចឹងគ្រួសារគាត់ផឹកស្រាច្រើនអីច្រើនហើយចែកដីអត់ត្រូវគ្នាទៀតឆ្លោះគ្នាអញ្ចឹងគាត់មកចូលនឹងដើម្បីប្រាប់ថាកុំឲ្យឆ្លោះគ្នាកុំឲ្យអីហើយមើលអាណាផឹកស្រាផឹកអីខ្លះអញ្ចឹងខ្ញុំទៅលេងទេខ្ញុំទៅលេងនៅពេលហ្នឹងបងស្រីនឹងស្រាប់តែដួលសន្លប់គាត់ដួលសន្លប់គាត់ខ្សោយគេលើកដាក់នៅលើក្រែគេជូតខ្លួនគាត់ថាគាត់ធ្វើតែសន្លប់ធម្មតាទេគាត់ថាគ្រាន់តែសន្លប់ធម្មតាតែពេលខ្ញុំដើរទៅមានណាគាត់បើកភ្នែកគាត់ឲ្យខ្ញុំដាក់ខ្ញុំគាត់បើកភ្នែកឲ្យខ្ញុំដាក់ខ្ញុំអញ្ចឹងគាត់មានបងប្រុសបកើតរបស់គាត់ជាអ្នកបកកែមើលខាងហ្នឹងគាត់មកដល់គាត់ថាដឹងហើយយាយអីមិនឯងទេដឹងថាយាយអីដឹងយាយអីអញ្ចឹងគាត់យកអាក្លឹមច័ន្ទរបស់យើងគាត់កាប់ដាក់ទៅក្នុងនេះហើយបេះស្លឹកម្លូឲ្យគាត់កោឲ្យគាត់លាបទៅលើថ្ងាសលាបឲ្យនិយាយលាបឲ្យចេញមកសលេងនិយាយហ្នឹងមកគាត់ថាមិនអាផឹកស៊ីលែងដឹងផ្ទះដឹងសបាយនេះខ្លាញ់យើងគេអត់ឲ្យផឹកហើយដីនឹងមិនពួកឯងហ្នឹងប្រងឈប់រាប់គ្នាហ្មងអញអត់នៅនឹងប្រងឈប់រាប់ហ្មងហើយញ៉ៅឆ្លៀបឲ្យខ្ញុំដាក់ខ្ញុំទៀតខ្ញុំអាទឹកមុខខ្មោចចូលនឹងមួយគឺហើយទឹកមុខព្រាយជាមួយខ្ញុំចាញ់ព្រាយពីរដងខ្ញុំចាញ់មកបងព្រាយខ្ញុំចាញ់ហើយមួយទៀតធ្លាប់មានរបៀបមិត្តភ័ក្ដិនឹងព្រាយវាយកបានវាស្រឡាញ់អញ្ចឹងវាស្រឡាញ់ទៅវាយកទៅបានខ្ញុំតែងតែនឹកគិតខ្លួនឯងខ្ញុំថាខាងអញ្ចឹងបែបចូលចិត្តបងឯងមើលទៅបានញឹមដាក់ចូលចិត្តអញ្ចឹងមិនដឹងមិនដែរហ្នឹងហើយខ្ញុំថាអើយអ៊ំឯងមានអីនេះឲ្យខ្ញុំអត់គាត់ថាកាយ៉ាយឯងនេះមិនបាច់ទេបាច់ពីណាខាងហ្នឹងគេឃើញទៅគេចូលចិត្តបាទគេចូលចិត្តប្រាប់មានរឿងអីចូលចិត្តប្រាប់ឯងអញ្ចឹងហើយនិយាយផ្ទាល់ខ្លួនមួយទៀតបងខ្ញុំបានអនុញ្ញាតពីគ្រួសារដែរខ្ញុំមានបងស្រីកមុំដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅពេលដែលភ្នោរបស់គាត់មានស្មៅមានអីដោះច្រើនគាត់មកបញ្យល់សពហើយអូនណាឯងនាំម៉ាក់ប៉ាទៅបោចស្មៅបោចអីអញច្បាស់ចេះបងខ្ញុំនិយាយមកពូលហើយថ្មីនេះប្រហែលមួយខែមុនគាត់ឃ្លានបុកគាត់កាលដែលនៅរស់ពេលតែគាត់ស្លាប់ខ្ញុំអាយុដូចជាខ្ទង់តែ 4-5 ឆ្នាំទេយើងគិតតែចាំមុខគាត់បានទេចឹងគាត់ស្លាប់យូរហើយហ្នឹងស្លាប់យូរហើយអ្នកសេរីគាត់ដឹងតែគាត់ចូលចិត្តបុកចូលចិត្តនេះអញ្ចឹងណាហើយយើងក៏យើងចាំអីមិនច្បាស់ដែរគាត់ថាមកថ្មីហ្នឹងអូនណាអញឃ្លានបុកមួយចេកដល់ហើយបុកឲ្យដាក់ទឹកដូងមួយចេកណាអញ្ចឹងឲ្យតែខ្ញុំទេដឹងហើយមួយទៀតថ្ងៃបុណ្យហ្នឹងគេទៅទាំងអស់គ្នាអត់ខ្ញុំមួយពុកថ្ងៃបុណ្យហ្នឹងគេទៅភ្នោបងទាំងអស់អត់ខ្ញុំមួយពុកមកថាឲ្យមកអាស័យដោះនៅលើភ្នោអញមិនឯងមិនទៅកាប់ឯងពីអ្នកពុកឯងនៅធ្វើអីគេទៅកាប់អាស័យហ្នឹងគ្រប់គ្នាឲ្យតែខាងហ្នឹងគឺរបៀបចូលចិត្តមកប្រាប់អញ្ចឹងចាគីឡូបងឯងអាចនឹងមានញៀនអីមួយដែលប្រស្រ័យតាក់ទងជាមួយគេបានណាយើងនិយាយអញ្ចឹងវាអភិនិហាពេកខ្លាចអ្នកមើលគាត់ថាក៏អស់ចាមែនប៉ុន្តែធៀបពិតគឺបែបហ្នឹងយើងតែងតែរបៀបគេឲ្យនេះមកប្រាប់អញ្ចឹងហ្នឹងហើយនេះគឺជាអារម្មណ៍បងដែលបងធ្លាប់ជួបបទពិសោធន៍នឹងផ្ទាល់ខ្ញុំជួបគឺអញ្ចឹងមកអញ្ចឹងនេះជាសាច់រឿងដែលខ្ញុំជួបបងប្អូនហើយខ្ញុំដូចខ្ញុំតែងតែនិយាយអញ្ចឹងបងប្អូនជឿក៏បានអត់ក៏បានអត់អីទេហើយសាច់រឿងនេះបងប្អូនដាក់ចំណងជើងមិនដាក់បងប្អូនតាមបងប្អូនស្ដាប់ព្រោះសាច់រឿងរបស់ខ្ញុំភាគច្រើនគឺខ្ញុំទៅរ៉ាវហើយវាបតៈកាឡាគ្នាពេលខ្លះទៅបងយកឲ្យបានធៀមណាដល់ពេលយើងនិយាយរឿងភៀយើងបាននឹកឃើញតានោះតានេះអញ្ចឹងប៉ុន្តែបងប្អូនគាត់សនំពោច្រើនដោយសារអីគឺដូចតែនិយាយតែថាខ្ញុំកម្រនិយាយរឿងផ្ទាល់ខ្លួនណានៅលើអ៊ីនធឺណិតគឺកម្រមែនតើអញ្ចឹងគាត់ចង់ដឹងពីខ្ញុំថាបើខ្ញុំនៅមួយគ្រូហើយខ្ញុំណែនាំគ្រូនេះជួបអីអត់អញ្ចឹងណាបាទអញ្ចឹងសាច់រឿងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើបងប្អូនពេញចិត្តកុំភ្លេច comment ឈ្មោះខ្ញុំផងគេលោមាន season ថ្មីអីមានឈ្មោះខ្ញុំទៀតសោ season ហ្នឹងបាទសោ season ហ្នឹងព្រោះរឿងនេះច្រើនបងប្អូនទាំងអស់គ្នាគាត់មានសាច់រឿងទាំងអស់ដូចជា4រឿងប៉ុន្តែដោយសារពីរឿងនេះវាវែងដែរវែងហ្មងណាឡើង7 2ម៉ោងហើយអញ្ចឹងខ្ញុំសុំព្រមប៉ុណ្្នឹងសិនបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តភាវិតអាច comment สนองពរភាវិតសម្រាប់ season នឹងម្ដងទៀតដែរបាទ អូខេបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាបានស្ដាប់ជាមួយនឹងសាច់រឿងបងសានភាវិតចំនួន2រឿងរួចហើយអញ្ចឹងឥឡូវនេះខ្ញុំសូមសតឲ្យទៅកាន់ promotion Smart Top Up to Win បងប្អូនទាំងអស់គ្នាគ្រាន់តែបញ្ចូលលុយចាប់ផ្ដើមពី$1បងប្អូននឹងមានឱកាសចាប់រង្វាន់ជាមួយនឹង Smart បងប្អូនទាំងអស់គ្នាដោយការចាប់រង្វាន់នោះគឺមានឱកាសឈ្នះរង្វាន់ជាមួយនឹង Condo The Star Polari 23អភិវឌ្ឍគម្រោងពេញហួត1 unit ផ្ទាល់តែម្ដងហើយនឹងមានរថយន្ត BYD ទៀតសម្រាប់ថ្ងៃផុតកំណត់នៃការចាប់រង្វាន់គឺថ្ងៃទី31ខែធ្នូ2025អញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចធ្វើការបញ្ចូលលុយជាមួយ Smart ទាំងអស់គ្នាចាប់ផ្ដើមពី$1ឡើងទៅបងប្អូននឹងមានឱកាសចាប់រង្វាន់អរគុណបងប្អូនទាំងអស់គ្នាដែលកំពុងមើល Premier Live ផ្ទាល់មិនដែរ episode នេះដែលអត់មានវត្តមានបរិកាបាទសម្រាប់ខ្ញុំបើសិនជាតារាកិត្តិយសផ្សេងប្រហែលខ្ញុំមានសំណួរសួរច្រើនមួយយ៉ារិនប៉ុន្តែដល់ពេលសប្តាហ៍នេះអត់អធិការឲ្យភាវិតមកអត់មានអីសួរគាត់បដៅព្រោះតែសាច់រឿងគាត់គឺសម័យចេញទាំងអស់ហើយខ្ញុំដឹងថាអ្នកទាំងអស់គ្នាគឺពិតជាពេញចិត្តនឹងអេពីសូតនេះព្រោះដោយសាររឿងនេះគឺវាជារឿងដែលមនុស្សដែលទូទៅសម័យចេញច្រើនមែនតើហ្មងរឿងនៅខេត្ត
គាត់ប្រកបរបររកស៊ីការដាក់អំពើគ្នាអីហ្នឹងគឺបងប្អូនគាត់ចូលចិត្តច្រើនមែនតើអញ្ចឹងជាចុងក្រោយសូមប្រវិតមានប្រតិអីសម្រាប់បងប្អូន អញ្ចឹងជាចុងក្រោយខ្ញុំអរគុណបងប្អូនមែនតើព្រោះដោយសារតែបងប្អូនបន្តគាំទ្រទើបយើងអាចទៅមុខបានហើយមួយទៀតគឺ smart ជាមួយនឹងតុកភ្លឺ background ងឹតបើមិនជាអត់មាន smart នឹងក្រុមការងារហើយតុកភ្លឺទេក៏យើងអត់អាចនេះទៅមុខបានដែរអញ្ចឹងបើមិនជាបងប្អូនពេញចិត្តអេពីសូតរបស់ខ្ញុំបងប្អូនជួយ like ជួយ share ត្រឹមតែ like ឬក៏ comment ល្អៗមកអញ្ចឹងនឹងរុញវីដេអូទៅលើទៀតហើយបើបងប្អូនពេញចិត្តសាច់រឿងរបស់ខ្ញុំនៅទៀតបងប្អូនខ្ញុំនៅទៀតគឺខ្ញុំនៅមានជូនគេទៅដល់អំពើដល់អីឬក៏របៀបកប់របស់កប់អីហ្នឹងនៅច្រើនទៀតអញ្ចឹងណាបងប្អូនអាច mention ឈ្មោះខ្ញុំនៅក្នុងកម្មវិធីបានអត់អីទេបងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងទេពីខ្ញុំអរគុណទៅដល់ក្រុមការងារនិងបងប្អូនហើយនឹងខាង smart ហើយនឹងតុកភ្លឺបងអរគុណច្រើនអូខេចាសម្រាប់បងប្អូនទាំងអស់គ្នាបានស្ដាប់ជាមួយនឹងសាច់រឿងបងសានភាវិតហើយអញ្ចឹងពីកម្មវិធីតុកភ្លឺ background ងឹតដោយខ្ញុំយ៉ារិនខ្ញុំ fresh ខ្ញុំបាទភាវិតសូមគោរពលាជួបគ្នានៅអាទិត្យក្រោយទៀត